សិននៅក្នុងលេខ1នៅក្នុងកម្មវិធីពេញចិត្តឬអត់វាពីក៏បានចូលមកដល់ផងដែរហើយយើងក៏ធ្វើការបេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីពេញចិត្តឬអត់វគ្គ3របស់យើងបាទបើសិនជាមានចំណាប់អារម្មណ៍លោកអ្នកអាចមកទទួលពាក្យដោយផ្ទាល់នៅ My TV រិស័យកែវឬក៏ទូរស័ព្ទមកកាន់លេខ078 555 882 078 555 815ឬក៏012 919 434ចាលោកអ្នកសម្រាប់វគ្គដំបូងលោកអ្នកដែលតែងតែទស្សនាកម្មវិធីយើងដឹងហើយយើងនឹងធ្វើការបង្ហាញជូននៅវត្តមានរបស់គណៈកម្មការទាំង4រូបហើយសប្តាហ៍នេះខ្ញុំសូមអនុញ្ញាតអញ្ជើញប្រកាសណែនាំគាត់ទាំង4រូបចាទន្ទឹមគ្នាតែម្ដងស្វាគមន៍ជូនដល់បងប្រុសអសិដ្ឋារលីនបងជាតិហើយនិងបងតុកចាតែណាតារាមនិយាយបានមុនសូមជឿបាទមិនតែដៃមិនបាន Happy Birthday គូកំណត់ណាគេមានណាគេកើតនៅក្នុងខែ10អត់អត់មានអត់មានទេបាទនិយាយថាដល់ណែនាំម្ដងទាំង4យើងគិតមិនហ៎ចាតែប៉ាស៊ីសុំចាសូមជឿជូនថាមានប្រសាសន៍ចាបងចាគាត់លើកមីក្រូទាំង4ដែរគេញ៉េចាឥឡូវយើងនិយាយទាំងព្រមគ្នាមើលនិយាយទាំងព្រមមានប៉ុន្តែយើងឥឡូវយើងជម្រាបសួរទស្សនិកជនទាំងព្រមដែរសូមជម្រាបសួរទស្សនិកជនចាអាប៉ងស្រំផំផាយបងថ្ងៃនេះរលីនបាទស្រស់មែនតើអរគុណបងនាងខ្ញុំថ្ងៃនេះតែងខ្លួនតាមផ្កាកុលាបស្រស់ចាធម្មតានារីគេប្រៀបធៀបទៅនឹងផ្កាចាឲ្យបរោះគេប្រៀបធៀបទៅនឹងសត្វកន្លង់អូនតន្ត្រីក៏ឬក៏សត្វឃ្មុំសុំកុលាបក្រហមបន្តិចមកឲ្យរលីនច្រៀងបន្តិចអោកុលាបអើយការដាប់ការខិតណាស់បងច្រៀងចិនក៏បានច្រៀងខ្មែរក៏បានតែចង់ស្ដាប់ចិនជាងចាសុំបងប្អូនអ្នកភ្លេងចាកុលាបក្រហមចាសុំកុលាបក្រហមលេងទឹកមុខផងលេងទឹកមុខតាមការកន្លងកុលាបអើយនេះនេះហើយប្រស្នាលុយអ្នកតាពាកហ្នឹងគួយដល់សន្សំប្រៀបដូចទឹកខ្មុំឲ្យខ្ញុំនឹកដល់រីមរាရှင်មានวันไว้在于天年掀起ចាមលាសេងថុយងោយិតលេប្រាំងក៏មានដែរណាកុលាបក្រហមប្រាំង Je m'idate comme c'est toi J'aime les mois passez-moi Et les mois c'est cool de ta joie Je m'attends de toi pour je me chez moi Espagne Barangnya seberukuri jabat tersiun Dunia mat zagar beternya sebat Pukuriin Barangnya si derenya sepencet apa berapa orangnya Jepang mudiat semantik Bat Hai Arigatou gozaimasu Kuno no tomasu koso desu ne Manu kuno masu de Naima kuno kimasu Koko masa pencet apa Hai មិញប្រាំងមិញហើយមិញដូចតំណងជាងកាលពីសប្តាហ៍មុនណាបាទចាសប្តាហ៍មុន1 2 3មិញឈូត1 2 3បើណាមិញហើយមិញដូចស្អាតជាងហ៎ដល់ទៀត1 2 3ហើយណែដូចតំណងចេញខ្លាមិនចាបងសុខសប្បាយទេទេបងបាទសុខសប្បាយជាធម្មតាទេជំរាបសួរបងចាជំរាបសួរអ្នកអូនសុខសប្បាយទេសប្តាហ៍នេះចាអូនសុខសប្បាយធម្មតាតែណែសំឡេងក្មេងហ្នឹងសំឡេងចាស់ចាមុខក្មេងសំឡេងចាស់អ្នកបងចាអ្នកបងទៅពីបារាំងវិញចាមុខក្មេងសំឡេងចាស់អ្នកបងហ្មងអ្នកបងចាឥឡូវអ្នកអូនហ្នឹងនិយាយសំឡេងក្មេងរបៀបកំណត់ណាកាត់សក់មួយមើលចាបងជាងបាត់កាត់សក់មួយមើលកាត់សក់ភ្លេងការហ្នឹងបងហ៎តែចាឥឡូវនេះខ្ញុំចារលីនទៅកាត់មើលទៅខ្មាស់គេរលីនឲ្យតែកាត់រលីនទៅកាត់រោងណារោងហ្នឹងគេលេងគ្នាលើចាបងទេវតាស្កាត់ទីមកគេពងប្រម៉ូតចាបងទេវតាបងពេជ្រពេលតែមកអត់មានបងទេវតាទេមិនចេះអូមិនទេវតាបងដូចគ្នាណាបងទេវតាពេជ្រពេលមើលតែមើលតាផ្ទះលោកវិបាលខាងណាប្រជុំប្រគំនៅពិធីមង្គលការយ៉ាងក្តឹងលាន់លឺដល់ថាទេវតាយ៉ាងដូច្នេះហ៎ឥឡូវនេះអូនសុំច្រៀងមួយបទជូនបងទេវតាណាសារិកាកៅអើយសារិកាកៅទៅមកយាយសាមា
ចូលបទទី2ចាគេមិនចាបងសំពៅថយហ្នឹងបានន័យថាគេរៀបរាប់ផ្លែឈើហើយសំពៅថយហ្នឹងគឺគេថយផ្លែឈើហ្នឹងយកទៅដាក់ក្នុងបន្ទប់ប៉ុន្តែបើសិនជាមានរលីនសំពៅថយផ្លែឈើទៅដាក់គូឡានចាមិនឆ្ងល់ឲ្យតែពេលហែចំនួនហ្នឹងផ្លែឈើដល់បាត់ហ្មងបើថាការបងខ្ញុំឯង2ដងការបងខ្ញុំ3ដងហើយយប់ឡើងរហូតមើលអត់មានផ្លែឈើមួយសោះនិយាយរួមមកពេលដែលខែការណាគឺផ្ទះខ្ញុំអត់ចេះខ្វះផ្លែឈើហូបទេចាចុះសែនផងយកមកហើយទឹកក្រូចទឹកប៊ីយ៉ាអីគឺថាចម្រុះតែខ្ញុំចង់ញ៉ាំប៊ីយ៉ាអីក៏មានស្អីក៏មានណូតគាត់ណូតទៅបានឯនេះពេលណូតទាស់គាត់នឹងសភៅត្រូវការមាន1គីឡូអីចឹងទឹកក្រូចទៅស្រួលទៅលួចពិសេសថ្ងៃសៅរ៍មិនលួចទេមុខមាត់ខ្ញុំប្រប៉ុណ្ណេះហើយខ្ញុំមិនដែរចេះលួចទេនិយាយរួមគឺថានាងខ្ញុំសុំគេត្រង់តែម្ដងចាសុំត្រង់កាន់ថង់ពីក្នុងឡានទៅទុកដាក់តែម្ដងហើយរឿងអីម្ចាស់ដើមការមិនខ្មាស់ហងទេដាក់ដល់បាវរឿងអីម្ចាស់ដើមការខ្មាស់ការកូនប៉ុណ្ណានេះផ្លែឈើមិនថាមិនអោយចាចំនួនខ្ញុំអញ្ចឹងកុំលួចទេរកគេមើលងាយរក្សាបានទាំងម្ចាស់ផ្ទះមិនបាច់អស់ស្បោងអស់ថង់អីចាបាច់ទេខ្ញុំដាក់ថង់ទៅពីនេះបំនេះទេឆ្នាំហ្នឹងខ្ញុំកំងជាដូចថាថង់ដូចឥឡូវវានេះពេកដូចថាយើងអ្នកល្បីប៉ុណ្ណឹងស្លៀកដោះក្បិនហូរប្រមុខអាវប៉ាក់អីថ្លៃទៅចូលរោងការគេអីណាជីសិតឡានអីចឹងទៅកាន់ថង់វាដូចវាអន់ពេកឥឡូវខ្ញុំកំងជាល្អីចាដាក់កាត់សក់ឲ្យផ្លែឈើ2ថាសហ្នឹងតាមពិតអាចារ្យមួយអ្នកភ្លេងមួយប៉ុន្តែមកល្អីហ្នឹងគឺថាផ្លែឈើដល់2ថាសហ្នឹងបានពេញចាត្រូវអ្នកបងតាមពិនណាយើងប្រើជាមួយល្អីគឺជាចាខ្មែរធម្មជាតិចាมันមានជាតិផ្លាស្ទិកចាធម្មជាតិបងនិយាយត្រូវណែអាចជួយថែរក្សាអូននិយាយចឹងក៏ត្រូវដែរអូននិយាយចឹងត្រូវនិយាយចឹងត្រូវទាំងពីរហ្នឹងឲ្យចឹងត្រូវគេចាប់សាណាដែលឃើញសេតូឈៀងកាត់សក់អូយដែរបងនៅខាងក្រៅខ្ញុំឥឡូវសាណាគេสนំពខ្ញុំហីខ្ញុំមុននឹងបងតូឈៀងតិចទៀតនឹងឈៀងត្រូវអត់ចាចាប់បាត់និយាយរួមបាត់តម្រងកាត់សក់មានតែសារកាកៅកោចតាពាំងពីហ្នឹងក្នុងតម្រងកាត់សក់ឃ្លៀពីឃ្លៀបងចាសុំមកឃ្លៀពីមកបាត់អីអូនបាត់អីក៏បានដែរស្រីបងតាពាំងពីទៅមានបាត់ Halloween មួយតាពាំងពីហ្នឹងចប់ហើយកាត់សក់ចប់ហើយគេចិត្តចូលតាពាំងពីហ្នឹងហើយចិត្តបើនិយាយខ្លួនឯងតាពាំងពីក៏បានដែរទៅខាងកាត់សក់ប្រហែលជាប្រហែលខែចង់ក្តៅក្បាលឥឡូវសូមច្រៀងមួយបទក្រោមចំណងជើងថាត្រពាំងពីនេះគឺបទនៅក្នុងចាទម្រង់កាត់សក់ចាកាត់សក់រួចពេលដែលគេបន្ទាប់ពីសារកាកៅហើយឈានចូលបទទី2គឺបទសារកាត្រពាំងពីចាហើយបន្ទាប់ពីបទហ្នឹងសូមបទទៀតបទអីដែលគេច្រៀងពេលរត់លុយចង់ដៃចាំពេលយប់ណាបាយខុនចង់ដៃតែចាប់ចង់ដៃញ៉ាំអីហើយយប់គេគ្រាប់លុយចំណងដៃគេច្រៀងបទអីរត់លុយចំណងដៃរលីនដឹងហ៎ច្រៀងបទអីសបាយចិត្តណាំងអាហ្នឹងសបាយចិត្តណាំងមិនត្រូវចាឥឡូវកុំបងវ៉ែងដានអ្នកបងសុំជើញបកស្រាយបទតាពាំងពីបងជាតិផងទាំងពីរអ្នកនិយាយច្រើនពេកបងជាតិធុញអូត្រពាំងពីយ៉ាអើយងូចទឹកអត់ថ្លាខ្យងត្រពាំងគូបាយតុក$300ទៀតងូចទឹកអត់ថ្លាខ្យងហើយវាយសៀកខាងកបយតែមួយទឹកអណាស្រីងូចក្បែរបងសំអាតសាច់ស្រីឲ្យស្នំងូចអាមួយឆៃមិនទៅចូលបន្ទប់នាងហ្នឹងដល់គេស្ពះចងដៃអីសែនចងដៃអីស្ពះចាប់នឹងគ្នាមិនចុកជើងចុកជើងមិនពេលស្រីតោគាត់ច្រៀងអញ្ចឹងមើលទៅដូចសភាពរៀបសារសំជានារីខ្មែរមើលទៅបើក្នុងកម្មវិធីកាត់សក់គាត់ទៅច្រៀងកាត់សក់ការហ្មងសភាពខ្លាំងប៉ុន្តែថ្ងៃនេះនាងអត់សូវស្រួលខ្លួនអញ្ចឹងសម្លេងដូចវាអត់ឈឺទាំងអស់ចាបើសិនជាស្រួលមាត់មានអីស្រីតោចាអត់ទៅថតកម្មវិធីអត់ស្រួលខ្លួនរហូតប៉ុន្តែថ្ងៃណាក៏ខ្ញុំឃើញគាត់នៅតាមក្លឹបដែរអត់ទៅហាត់ប្រាណដោយថាពេលខ្លះយើងឥឡូវបានហាត់ប្រាណអញ្ចឹងអត់បានហាត់ប្រាណពេលព្រឹកពេលល្ងាចហាត់ប្រាណពេលយប់ទៅពេលយប់ពេលស្រីលីននេះនឹងម៉េចច្រៀងការអញ្ចឹងដូចថាបង្ហាញបងប្អូនយើងបើសិនជាមានកម្មវិធីមង្គលការចាអញ្ជើញស្រីតោទៅច្រៀងសក់ច្រៀងកាត់សក់ហើយត្រូវការពិធីករមានប្រហែលអ្នកយើងតែមួយសាលាមានមានបងសេដ្ឋារលីនទៅច្រៀងចារលីនច្រៀងឲ្យកាត់សក់ទៀតបានឥឡូវកាត់សក់កាត់នំចាពីកច្រៀងហើយចេះនិយាយលេងចេះកម្មវិធីការ
ចាដូចថាច្រៀងកំ pl ែងកាត់នំតែបើសិនជាកម្មវិធីគេហ្នឹងអត់មានកាត់នំទេមានកាត់ផ្លែឈើគេអត់ជួលទេពួកមាននំកាត់ចាហើយដូចថា មករលៀនមែនទេអត់ផ្លែឈើកាត់មានកាត់គ្រប់បែកអត់ទេខ្ញុំមកចេះបងខ្ញុំមកដូចថាបងណាចាខ្ញុំកាត់សក់ពេលព្រលឹមហ្នឹងឥឡូវនេះខ្ញុំកំពុងរៀនសៀកធម្មតាពេលដែលយើងចានឹកគុណសកទេព្រីស្ដេចទេវតាឲ្យនាងខ្ញុំជប់កន្ត្រៃមានកន្ត្រៃប្រាក់ពេលណាឲ្យបានដោយសេចក្តីប្រាថ្នាអញ្ចឹងមកខាងវីដេអូគេកាត់តខ្ញុំរៀនសៀកហោះមកហ្មងហោះមកបុកនៅលើការឃើញបងហោះដូចចាប់ដាក់អញ្ចឹងហ្នឹងហើយអញ្ចឹងហោះអញ្ចឹងមកលំរោតែទៀតឥឡូវបង្គោលជំនាញជូនដល់ប្រធានការតែពីចារលីនកាលពីមុនតាមបង្គោលការតាមខេត្តគេឧស្សាហ៍រលីនទៅជាងមែនតើតែចៃដល់ថ្ងៃមុនគាត់ស្វឹងគាត់ច្រំជាងបាត់ព្យុះអើយបងបងរោងការចោលទៅចាមែនទេសំណពោបបសារបានហើយព្យុះអើយបោករោងការចោលទៅហើយមកបាត់ទៀតគេមិនសម្លេងពីរស្រីផងប្រុសផងចាបងដើមការគេមកស្ដីឲ្យណែរលីនបងហៅអូនឯងមកច្រៀងក្នុងទម្រង់ការបងអូនឯងរឿងអីទៅច្រៀងបាត់ព្យុះអើយបោកកងរឿងការចោលទៅអូយបងខ្ញុំសុំទោសនឹងបាត់ស្រីខ្ញុំស្មានតែបងចូលចិត្តបាត់ហ្នឹងអញ្ចឹងខ្ញុំបដូរបាត់ប្រុសវិញខ្ញុំសែនរន្ធត់ចង់ដិតរងបីក៏ព្រៀងជួយមកហើយសាន់សឹកជូនដល់ទេតែប៉ុនខ្ញុំអត់ដឹងខ្លួនបងតូចអ្នកនិយាយតូចទាំងឯងស្វងចាតែអត់ចេញពីរឿងពិតទាំងអស់អីថ្ងៃចូលក៏ចឹងដែរថ្ងៃមុនថ្ងៃចូលខ្ញុំឃើញអ្នកចិត្តផ្ទះខ្ញុំហ្នឹងគេច្រៀងមកថ្ងៃស្អែកថ្ងៃស្អែកថ្ងៃស្អែកញ៉ាកាបងតិចមកច្រៀងតិចទៀតច្រៀងទៅតាចាអើយចាំម្ដងសិនឲ្យអាងនៃខ្ញុំជាមិនធ្វើចេះនេះមួយស្គាល់សាកំកោទៀតថ្ងៃនេះជប់នេះមកពីណាហើយយំអេទឹកធំជាភ្នំទឹកអើយទឹកខ្ញុំយំជីបគីសូយ៉ាសួរខ្ញុំតែខ្ញុំមកបានក៏សួរថាលេងមកហ្នឹងបាក់ទៅជើងមកនេះកៀង45ចាគណៈកម្មការរបស់យើងទាំងអស់នៅវគ្គក្រោយជួយមានការចូលរួមពីដដែលគ្រូពេលនេះអនុញ្ញាតសម្រាប់បន្តិចសិនទីមួយនោះបាទគឺលោកចនច័ន្ទតារាចង្ក្រងនៅអនុសាអត់មានប្រជាយើងទាំងពីប្រានធ្វើឲ្យបងនឹងស្រងភូមិបានចាំចិនប្រតិបត្តិស្នេហាអោស្នេហាស្នេហ៍ស្មងសតែលើជាពេលយើងត្រូវបែកគ្នាមិនអាចឈោងចាំស្រីបានបាទសូមជម្រាបសួរបងប្រុសបែកគ្នាយូរចេះជើងព្រោះណាណាអរគុណបងទីទួចចនច័ន្ទអីគេចនច័ន្ទតារាបងចនច័ន្ទតារាបងអូនចនច័ន្ទលក្ខណៈមែនទេហ្នឹងហើយតារាតួកុនហ្នឹងហើយហើយគេមានបងទៀតចនជួមនោះតែគេចាំចាំមើលទៅមុខដូចគ្នាតាបងអត់ទេតែមកមួយជាងចនច័ន្ទលក្ខណៈស្អាតអត់ទេខាងនេះគេស្អាតបែបបរោះចនច័ន្ទលក្ខណៈស្អាតបែបនារីបាទបងចនច័ន្ទលក្ខណៈក៏ស្អាតរបៀបជាស្ត្រីតែពេលខ្ញុំសង្ហាជាបរោះចាបងយើងចនជួមនោះអត់អីទេបងដឹងថាអត់ហ៊ានចនច័ន្ទលក្ខណៈជួមអូយអរេជួការវិទ្យាខ្មែរយើងវិទ្យាគេដាក់រៀងផ្លូវការបន្តិចចនច័ន្ទស្រីជួមស្រីជួមលោកតាបុយហើយជាមិនដែរអូជាមួយស្រីជួមក៏ប៉ុតខ្ញុំបានសម្ដែងរឿងជាមួយគាត់ក្នុងរឿងមួយរបស់ចាស់គឺកញ្ញារលឿនគឺឈ្មោះនាងរៀមពេលខ្ញុំគឺឈ្មោះចនតាខ្វាន់ហើយនៃខ្វាន់ចាធ្លាប់សម្ដែងរឿងជាមួយគ្នាដែរអត់ទេបងគាត់ថាជាការនិយាយលេងព្រោះក្នុងរឿងហ្នឹងជារឿងភាគថៃបងប៉ុន្តែខ្ញុំឆ្លាញ់រឿងហ្នឹងចាហើយរលីនដើរតួអីគេដើរតួអីគេរៀនខែណាម៉ាមែនបងពីបរទេស3ឆ្នាំអត់ឡើងទៅលើតិចមកទៅចាំមកឈុតអូនរៀមតែបុយគ្រាប់ប្រើពេកបងសាទៅបុយគេស្អាតស្អាតទៅតែកែរលីនមួយខ្ញុំមកឲ្យតែរឿងប្រុសស្អាតនេះខ្ញុំគឺចិត្តឡើងទៅមុនតួឯស្រីហ៎នេះអូយនិយាយតួឯស្រីនេះពាក់ក្រហមមិនមានចឹងដូចមុងសាយ
អូយលោកឯង អូនរៀម ក្បាលនៅអ្នកលឿងគូតនៅភ្នំពេញនេះខ្វាន់ បងស្រឡាញ់អូនស្ទើរដាច់ខ្យល់ទៅហើយ ហើយថៃនោះ ខ្ញុំដឹងហើយ ឲ្យពោចង់ទៅខុសហើយមែន ចង់លួសខ្ញុំប៉ុន្តែត្រឹមតែ500ស្មានស្បែកជើងខ្ញុំមកគួរតែប៉ុណ្ណោះ 500 រៀល 500រៀល អូនអូនផ្លាស់ប្ដូរច្រើនណាស់អូនរៀម បាទ អរគុណបង អូនមិនក៏សម្ដីធំម្លេះ គេថាមនុស្សស្រីក៏មកខឹងច្រើនពេកតែខឹងច្រើនឃ្លៀកខ្មៅដូចរ៉ូលីនអញ្ចឹងនេះ តាវា តិចជឿដូចខ្មៅហ៎ ចាជើងហ្នឹងកាលហ្នឹងខ្ញុំទៅហាលថ្ងៃនៅសមុទ្រចាទៅហាលហ្នឹងអត់ដឹងតែពេលហាលហ្នឹងមានក្មេងក៏ដាក់ឆាត់ពីក្រោយអញ្ចឹងទៅមកលុបទៅត្រឹមខ្លួនឡើងដល់ពេលជើងហាលឆាត់ជាប់ ក្មេងនេះខ្ញុំឃើញ check in នៅទៅសៀមរាបហ្នឹង អរេចា ទៅសៀមរាបហ្នឹង ហើយចុះបើស្វាម ច្រឡំ ចូលចិត្តទៅដើរលេងនៅសៀមរាបចាព្រោះថាហេតុអីបានអូនចូលចិត្តដើរលេងនៅសៀមរាបថា ចុះបើមកវាលាក់រហូតមិនដឹង ចាព្រោះថាយើងទៅសៀមរាបគឺជាទឹកដីអច្ឆរិយៈចាដូចថា អេពោចង់ទៅខាងនោះម៉េច យើងដូចថាបោកឲ្យដកវាយើងទាញ អ ចាដល់ពេលអញ្ចឹងទៅធ្វើនាងខ្ញុំនឹកឃើញចាប្រាសាទអង្គរវត្តជាកេរដំណែលដូនតាហ្នឹងនាងខ្ញុំជួយចិត្តទស្សនាមែនតែន អញ្ចឹងហ៎ ចាអរគុណ ចុះពេលដែលទៅអង្គរវត្តពេលដែលប្អូនដើរទៅលេងនៅអង្គរវត្តប្អូនមានដោះអាវទេ ដោះស្អីបង ក្រៅពេលអត់ត្រូវបុរាណណា មែនទេបងចូលក៏ប៉ិតរ៉ូលីនក៏ហោះអេក៏ប៉ិតទៅអង្គរនោះអត់មែនទៅដើរលេងអង្គរហ្នឹងខ្ញុំឃើញ check in ចុចជាមួយប្រុសសាច់ដុំហ្នឹង អូមែន អត់ទេពេលនេះខ្ញុំទៅសម្ដែងនៅកម្មវិធីកាយបព្វកម្មហ្មងចាឲ្យគេប្រឡងខាងសាច់ដុំចាន់លើកទី4ហើយចង់បញ្ចេញតិចទេ ចង់ ចាឥឡូវសុំភ្លេងទេមកគេមានភ្លេងឲ្យ មិនអត់ចង់ដល់ជំរុញថៃចង់ឲ្យ ពាក្យគេនិយាយហ្នឹងហ៎ អត់ហងអត់បាន នេះ មើល ចេះអីពីមុខ បាទ ចា ចេះចេះណា ចាជំរា ដល់ ប ពេល ថា ធ្វើចឹងទ្រូងអត់ឡើងសាច់ដុំឡើងសាច់ដុំមុខវិញ កីឡាករគាត់ច្រឡំសៀករកមកនេះ ចាអរគុណច្រើន ពីនេះបងគឺបងស្រីចន់ច័ន្ទលក្ខណៈក្នុងខ្ញុំបាទ ខែពីហ្នឹងគាត់កពស់ហ្មងដែរ ដូចជា ទៀបទៀបប៉ុណ្ណា ប៉ុន្តែសាណាយបានទេមានទេ ថាជាជាបងសាណាបន្តិច អូ បាទ ចា ក្រុម ជួបដូចបងហ៎ ជួបទៀតបង អត់ទេល្អមានបងប្អូនស្អាតស្អាតដូចគ្នាអញ្ចឹងណា បាទបង ហើយគាត់ទេដូចមុំចន់ចាន់អញ្ចឹងគាត់ស្អាតអញ្ចឹងគាត់បើកហាងកែសម្ផស្សគឺត្រូវហ្មងព្រោះតែស្អាតចាំពួកខ្ញុំចូលចិត្តទៅកន្លែងណាដែលលាបមុខស្អាតអីចឹងហើយហ្វ្រីចាហើយបើរលីនកុំបើកឲ្យសោះណាហាងកែសម្ផស្សគឺដឹងថានៅចូលទៅមក ដួលហើយសុំសួរចាយហ្មងទៅ គេសុំសួរតែទៅហាងខ្ញុំជំរុញដែរជំរុញឲ្យរលីនអញ្ចឹងគាត់បើកហាងកែសម្ផស្សអញ្ចឹងគាត់ស្អាតអញ្ចឹងគឺត្រូវតែខ្ញុំជំរុញឲ្យរលីនបើកដែរព្រោះគាត់ជំនាញគាត់ចេះផាត់មុខធ្វើស្អាតអញ្ចឹងខ្ញុំជំរុញឲ្យគាត់បើកដែរតែគាត់ នេះខ្ញុំនិយាយទៅបើសិនជាអនាគតដូចថាវិស័យសិល្បៈធម្មតាយើងមិនថាទេមែនទេយើងត្រូវរកវិជ្ជាមួយដើម្បីផ្គប់ខ្លួនចាព្រោះថាវិជ្ជាគឺចោលឆក់ចោលប្លន់អត់បានទេ វិជ្ជាគឺជាអាវុធ ហើយទៅយល់ដល់ជ្រៅជ្រះដល់ការនៅរៀនមានប្រឹងរៀនអត់ អត់រៀនលើលេខតែបែកមកធ្វើអីដល់ចឹង គេរលីនកាលនៅអីមីហ្វូតូស៊ីធី បាទ Miss Photos ជំនាញលួចស្បែកជើងអញ្ចឹងទៅយើងដាក់ ពីអ្នកចន្ទរា លួចស្បែកជើង ហើយសញ្ញា logo គឺស្បែកជើងដាក់ធំអីរ៉ូលីនហាមក អូនតក្រេ ខ្ញុំសុំមើលរលីនពេលដែលហាត់ប្រាណដូចថាគេប្រុសចំអញ្ចឹងគឺរត់បែកស្វាហាប់ណាដល់ពេលរលីនភេទទី3អញ្ចឹងរលីនរត់ហាត់ ទៅមករត់របស់ខឹងឡើបងឯងរលីនខឹងឡើ រត់មិនអូន រត់មិនមើលនៅ ដល់ហើយបងមែនទេពាក់ស្បែកជើងកាយគ្រៀតកបោ Channel រត់ ចំណណតមាន channel ព្រោះ ចារត់ចឹងបានស្គម អត់ទេកាលណាស្គមស្អាតនិយាយទៅស្អាតមានអាគេមកក្រុមខ្ញុំស្អាតជាងគេ ស្អាតដល់ឥឡូវ ហ្នឹងហើយនិយាយថាអ្នកក្រមហ៊ានអ្នកមានចូលអត់ដែរ កញ្ញារលីនអត់តភ្ញាក់សោះបងអត់ភ្ញាក់សោះគឺគាត់យល់សពតាំងពីក្មេង នេះខ្ញុំធ្វើ Rolling Dreaming ណា Rolling Dreaming នៅទីខ្ញុំអរគុណចា៎នេះខ្ញុំសូមអរគុណដល់ Google ដែលបានផុសរូប iPhone 6 ធ្វើឲ្យខ្ញុំបានផុសនៅក្នុង នៅស្អី iPhone 6 មិន iPhone 6 6 SIX 6 SIX 6 6 ai từ sex អានេះខ្ញុំធ្លាប់រៀនអត់ទេខ្ញុំធ្លាប់រៀនអង់គ្លេស ចា ម្នាក់ណាគាត់រៀនធម្មតា she មិននាងមែនទេ ចា she កូនណានៅ C
she teacher she ចឹងញ៉ាំណា C ឥឡូវមើលមាត់អ្នកគ្រូណា ចា she ដល់ពេលគេចេញខ្យល់តាមហ្នឹងណា ចា C ចានិយាយទៅការប្រជែង អីក៏ត្រូវរលីនអញផ្ទះ3មាត់ ឥឡូវមានផ្ទះណាលើនិយាយលេងចេញហ៎ ចាអរគុណបងអូនចាទៅអង្គុយបងឈឺបានแล้วអូនអើយ ចាអរគុណច្រើនចូល ចាសូមជួយច័ន្ទតាអង្គុយសិនតើណា បាទតារាទី2របស់យើងបាទគឺកញ្ញាយងចាន់កានិកា ឆ្នាំមកហើយជាងខ្ញុំនៅត្រអូនស្រែកយំត្រយំអស់ទាំងភ្នែកយំស្ទើរតែបែកប្រែអរារូរីងស្ងួនហត់ហើយក្រហើយរីងត្រព្រោះតែស្នេហ៍រូបបងសូមអរគុណចាសូមជម្រាបសួរ ជាសួរអូនស្រី ការរំដាប់បងដូចហោះ ខ្ញុំហ៎ បាទ ចាំយូរពេក បង មែនដូចហោះមែនតា អញ្ចឹង ចា អាកា ចាបង អូនឯងពេលដែលស្លៀកសពុតអញ្ចឹងអាវអញ្ចឹងគឺសមមែនតើសមដោយសារអីខ្លួនយើងទូចទៀបដល់ពេលយើងស្លៀកអញ្ចឹងទៅឃើញធំឃើញមនុស្សបែបថាកំមុំពេញវ័យដល់ពេលអូនឯងទូចហើយស្លៀកកាន់តែរឹបទៀតដោយកូនក្មេងបណ្ដោយស្លៀកមួយឈុតហ្នឹងសមមែនតើបងសរសើរ ចាអូយតែមិនឃើញបងតុកតសាយ៉ាង អត់ទេកណិកាស្លៀកពាក់ស័ក្តិសមជាមួយនឹងសក់ ចា ទៅរង ចាសពុតស្បែកសពុតសមជាមួយនឹងស្បែកជើង ចាចាហីសុខសប្បាយកា សុខសប្បាយបង ចាហើយមានការទទួលគ្រប់គ្រងពីសហរដ្ឋអាមេរិកមែនទេមកដល់មកហើយ មកដល់យូរដែរហើយបងចា ចា មួយ ហើយ ខែជិត2ខែហើយ ចាលេងនេះជាមួយនាងខ្ញុំ ទៅជុលគ្នា អត់ទេហ្មងលេង Viber ជុំគ្នាចា ឃើញផុសទឹកអប់រហូត អូបានទឹកអត់ហើយហ្នឹងមួយដោគេកដោឲ្យអីអូន ចាបងទៅដល់នោះគេកដោឲ្យច្រើនតែនៅនោះគេភាគច្រើនគេនិយាយដើមគាត់ច្រើនណា ពិសេស និយាយដើមថាម៉េចអូននិយាយដើមថាម៉េច តើអត់យូរនិយាយ ដើមពីគាត់ហ្នឹងបងរលីនហ្នឹង និយាយថាមិនខ្លះ គេថាគាត់ជាមនុស្សល្អ តាមពិតថារលីនណាក៏គេតេមកពីអាមេរិកប្រាប់ខ្ញុំដែររលីនក៏បានទឹកអប់មកពីអាមេរិកច្រើនដែរខ្ញុំសន្និសាគ្នាប្រើសិទ្ធិរបស់ brand ហើយជួយចិត្តហៅគេទៅផ្សារដូចថាលៀនស្អែកទៅផ្សារអូចូលចិត្តទៅណាស្លៀកពាក់ចាំគេតាំងពីម៉ោង 4 ភ្លឺទៅដល់គាត់ដូចថាគាត់ស្រឡាញ់ទឹកអប់ channel អញ្ចឹងគាត់ថាអូទឹកអប់នេះក្លិនក្អូបមែនតើតែអ្នកណាដែលមានលុយច្រើនគឺគាត់ទៅសើនៅមុខអ្នកហ្នឹងបងទឹកអប់នេះក្អូបខ្លាំងណាស់ខ្ញុំចូលចិត្តណាបងអីចេះនិយាយតគេហៅថាច្រៀងតតាថាគេ ជំរេង ចេញលុយឲ្យតែមកមែនអីកាមែនអញ្ចឹងអត់ តាមពិតខ្ញុំដូចនិយាយអត់ចេញអ្នកដែលនិយាយពីខ្ញុំដូចស្ទាត់ដល់ ព្រោះនេះព្រោះនេះចេះមកពីអ្នកនិយាយហ្នឹង ហើយកែនិយាយមើលចា ចង់និយាយចេះណាចង់និយាយចេះរលីនទៅអាមេរិកហ្នឹងក្រោយស្អីតោអេ ចាក្រោយបង ក្រោយ ចឹងគាត់អ្នកបរៀន ចាខ្ញុំនៅរឿងច្រើនណាស់មកក្រុមការងារមួយគ្នា ចាហើយ3អ្នកខ្ញុំគឺ sponsor តែមួយ sponsor តែមួយម៉ាក់សុខា តែមួយចា អរគុណដល់ម៉ាក់សុខាដែលបានធានាពួកនាងខ្ញុំដូចក៏ដូចជាខ្ញុំបានទៅសម្ដែងនៅសហរដ្ឋអាមេរិកហើយផ្ដាំឆ្នាំញ៉ាដល់បងប្រុសហើយនឹងលោកប៉ាផងនិយាយពីថាខ្ញុំទៅគឺណាបងដឿនជួររលីនទៀតហើយខ្ញុំជីឡានតាមផ្លូវហ្នឹងនិយាយមួយចាស់ចាស់លោបងព្រោះពេលខ្លះខ្ញុំចង់ដូចថានិយាយពីនេះពីនោះកំដរគាត់ពេលបើកឡានអញ្ចឹងនេះខ្ញុំក្មេងល្អស្អាតខ្ជូតអញ្ចឹងទៅចូលទៅធ្វើអញ្ចឹង ងាប់แล้ว ប៉លីតាមមកនោះរលីនកាទៅអាមេរិកហ្នឹងចូលចិត្តញ៉ាំអីជាងគេ ចូលចិត្តញ៉ាំ oyster ចូលចិត្តញ៉ាំ crawfish crawfish ត្រូវហើយដល់ពេលនិយាយ coffee គឺកន្លែងទៅមើលឃើញអត់ដូចមុខដូច crawfish បែបហើយ crawfish ហ្នឹងគឺក្បាលធំខ្លួនទូច ចឹងហ៎ ដល់រលីនពេលដែលរលីនពាក់សាក់មុខដូច crawfish កាលនេះខ្ញុំញ៉ាំហើយខ្ញុំញ៉ាំនៅតិចសាដល់ពេលញ៉ាំចឹងទៅខ្ញុំនិយាយថាកាលនេះខ្ញុំទៅអូស្ត្រាលីគេនិយាយពាក្យ take away ខ្ញុំញ៉ាំទៅសល់ទៅជា2 pound ដល់ពេលខ្ញុំប្រាប់បុគ្គលិក hey take away នៅអាមេរិកគេ to go take away ខ្ញុំចេះចាំបាត់ទៅយកបាត់ចាំនៅអូស្ត្រាលី take away ហ្នឹងបានន័យខ្ចប់ទៅទេ take away ចាតាមពិតការជាអ្នកសិល្បៈមួយយ៉ាងដែរបាត់ទៅសុខក្រៅអត់អស់លុយហើយបាត់លុយមកវិញទៀតអូស្នាងម៉េះ តែទៅសារដល់អាកា
មកពីអាមេរិកវិញគេចិត្តឈានជើងចូលដល់ថ្ងៃចារៀបការថ្ងៃមង្គលការចាមង្គលការហើយមានក្រុមគ្រួសារមានសុភមង្គលហើយចាប់ពីថ្ងៃហ្នឹងទៅណាមែនអីអូនចាបងតាមក៏ប៉ັດទៅនេះខ្ញុំអត់តន់ប្រកាសអត់ចង់ប្រកាសទេកាសទៅថ្ងៃ31បងកាត់សក់ការនេះប្រយោជន៍100ថ្ងៃមុននេះហើយបងឯងត្រូវចែកខ្លាំងជាងគេតុគាត់ប្រកាសការមហឹកកម្មវិធីអូឡាឡាហ្នឹងគេថាផ្សព្វផ្សាយពេញអស់ហើយអត់ទេចូលទៅបងអូនផ្សាយទៅកែឯងយកលេខពីបងមែនទេលេខបន្ទោហើយម៉ែត្រូវចែកភាគរយឲ្យលេខវ៉ាសិល្បៈដូចគ្នាស៊ីគ្នាឯងទៅចឹងទៅអត់ស៊ីដែរស៊ីពាក់ការអូកូនកំមុំមកចឹងខ្ញុំត្រូវចងដៃទៀតស៊ីអីបងព្រោះថាធម្មតាដូចបន្ទោចឹងគាត់ចងខ្ញុំឲ្យដូចគាត់ពេលព្រឹកឡើងនិយាយឡើងគាត់ឲ្យខ្ញុំមិនដែរហ្នឹងមានអីចាហើយបងលេង Viber ជាមួយអីនៅឡាងអាឡាងគេមកញ៉ាំការអូនដែរចាចិត្តមកដល់ហើយចាចិត្តមកដល់ហ៎ចាអូសប្បាយដល់កបងពងសុំទឹកអប់គេ2 10ផង2 10ផងខ្ញុំប្រាប់ថាឲ្យទិញឲ្យទេអត់ទេខ្ញុំថាអញ្ចេះអូនទិញម៉ាក់ដូចគ្នាដូចថាអាឡាងបងអូនណែចាខ្ញុំថាទិញទៅអូនអត់អីទេតែគាត់ថារបស់សុតមិនសុតអីយើងមិនសូវតនីប្រហែលទេពេលហ្នឹងព្រោះថាគ្នាច្រើនពេកតែកាលណាមកចាលេខខ្លះអីខ្លះទៅអូនអើយមានដឹងមានអីទេអូចឹងបានន័យថាបើអាការទៅអាមេរិកថ្ងៃក្រោយកុំផ្ញើឲ្យសោះផ្ញើមកតាមអាការឲ្យសោះតែមានអកលច្រើនចាជាអកលចាបងស្រីបងអើយចាអរគុណណា take care ទៅដល់ថ្ងៃពិសេសផងចាតាសុភ័ក្រចាត់កន្លាច់កែងអត់អីទេបងស៊ាំអស់ហើយព្រោះយើងស៊ាំទុកថ្ងៃការហើយចាអរគុណចាណាទៅមានសំណាងណាតែពេលនេះពេលច្រើនតាំងអង្គុយនឹងគេងចុះវគ្គថតរូបខ្ញុំឆ្ងល់ពុកសួរការដល់វគ្គថតរូបមិនទៅឈរលើកៅអីអត់ទេបងធម្មតាទៀតហេយើងនិយាយពីគេត្រូវតគេនិយាយតពេលធម្មតាពេលគេដូចថាគេហៅស្អីគេពេលកាន់ស្បៃកូនកមុំមកកាន់ថតស្បៃនឹងនេះដើមថាស្បៃនេះចូលបន្ទប់គេធម្មតាគេមិនដល់បាយជើងនេះខ្ញុំសុំឲ្យខាងភ្នួងកាន់បាយជើងហើយពេលនេះខ្ញុំឈរនេះខ្ញុំពាក់បាយជើងដើរអញ្ចឹងអត់បានទេបងព្រោះតែចេះទៅនេះយើងជួលអាស្អីក្រែនស្អីសម្រាប់រុញចូលរុញឡើងថតហ៎ក្រែនពេលអូព្រះថាហងបងអើយបងតោងអស្បៃស្រីលេដល់ហូបបងអាស្រីទៅវូអ្នកថតមិនដាក់លើបានអ្នករុញមានដឹងណាបើថោបងហើយរុញចុកបន្ទប់បាត់កូនកន្លោះនៅណាចៃដើមនេះកាមេរ៉ាយើងធ្លាក់ដៃបន្តិចណាចាជ្រុលមកខាងក្រោមឯកសារហ្នឹងអត់ទាន់ដឹងទេសមុទ្រគេមាន4នាក់កំពុងទៅហុញសកាចឹងក៏ដាក់ឲ្យស្មើទៅបាយដល់ថ្ងៃនេះអូយបងទៅហើយមកទៀតចូលវគ្គកាត់នំខួរកំណើតអីច្រឡំនំខួរកំណើតកាត់នំមកគេធ្វើដូចថា10ជាន់អីបងឡើងកាត់មិនទៅបងឥឡូវខ្មែរយើងកាត់ផ្លែឈើចុះគេដាក់នំវិញអូនឡើងកាត់មិនទៅអត់អីទេឲ្យកូនកន្លង3ឡើងចាពេលនេះយើងចេះកាត់គួរគ្នាឯងមាន2នាក់ដែរតើបងមានអីគេចេះកាត់គួរចឹងឯងគេដាក់នំ10ផោនអញ្ចឹងទៅធ្វើឲ្យថតថាអាក្រក់មែនគេដាក់កម្មការពិធីករនេះតែអត់ទេសុំសរសើរមែនអត់ទូចឃើញសាណាហើយណាអាការគឺទូចតែស្អាតតែសម្រាប់ខ្ញុំមិនដឹងពិតអត់ទេណាយីចុះកាអត់ស្បែកជើងម៉ានទឹកម៉ានចាកំពុះម៉ានទឹកអីគេទៅអង្គុយសួរទេឆ្ងល់ហ៎មកពីតែឲ្យតែខ្លាហ៎តែគេបាត់ស្បែកជើងមែនហើយបើសុំមើលស្បែកជើងនេះមកកាមេរ៉ាស៊ុំស៊ូមបែកជើងចាបែកជើងទៅបងតែបែកជើងស្អាតណាកែដល់ហើយ2ទឹក3ទឹកឯងចូល3ទឹកអត់ទេទេបង2ទឹកជាង2ទឹកជាងចា3បែកជើងមានលេអីទៅអូយអញហ៊ានពាក់អត់អង្គុយចុះការនៅពាក់ចុះខ្ញុំពាក់2ទឹកជាងដូចគ្នាអត់ទេមកពីខ្ញុំឃើញបងរលឹងថ្ងៃមុនគាត់ឡើងពាក់បែកជើងខ្ពស់មែនតើថាកុំឲ្យចាញ់គាត់បើជើងហ្នឹងគេហៅថាម៉ូដថ្មីសម្រាប់2014គឺម៉ូដថ្មីមែនទេតែពាក់រ៉ាប់ថាពេលគ្រប់ពាក់រ៉ាប់ផលពេលពាក់ហ្នឹងបីដូចស្មើពាក់សាសូយ៉ាមួយចាអរគុណច្រើនហើយលោកឯងបានហើយតោះចាបានទេបងបាញ់ប៉ុណ្ណឹងបានទេបងចាំទៅថែមនៅ Mr. Me Talk Show ទៀតពុំសូវបានតែរៀងគេស្អាតសមល្មមតែកុំលាត់ទេចាំខ្លាចបាទអរគុណនៅពេលជួបជាមួយនឹងតារាទី3របស់យើងទាំងជាបងតាស្នេហ៍ស្នអូនទ្រាំបានទេលំបងស្នេហ៍គ្មានសោយទេជូនថ្លៃតែចុងក្រោយបែកគ្មានន័យបានយល់តែក្តីឈឺផ្សាដឹងទេយ៉ាងណាអររៀមបងឈឺកន្លងឈឺណាំងនួនអងឈឺក្រៃ
សំដីថ្លៃរៀមេមកបងឲ្យឈួននឹងស្នេហ៍ឈួនចិត្តវមិនអត់ហើយជួបព្រោះស្នេហ៍អូអរគុណច្រើនជំរាបសួរតារាតិយណែនាំខ្លួនចាឈ្មោះអ្វីដែរបាទខ្ញុំបាទម៉ៃបាទហើយបាទជាម៉ៃបាទឥឡូវឈ្មោះពិតជាវុធីណាដែលហៅឈ្មោះក្នុងសាលបៈម៉ៃបាទចាម៉ៃគឺជាចាលោកស្រីនាងកញ្ញាទាំងអស់ជាទីមេត្រីលោកម៉ៃគឺជាប្អូនប្រុសបង្កើតរបស់លោកជាសវណ្ណរិទ្ធដែលជា Fresh Boy និងជាពិធីករដ៏ល្បីល្បាញជាវណ្ណរិទ្ធជាវណ្ណរិទ្ធមានបងប្អូនជាវណ្ណរិទ្ធចា5នាក់បង5នាក់ថ្ងៃមុនបងមួយស្រីមួយខាងទទួល sport អីម្នាក់ដែរមែនទេបាទបងបាទមុខស្តៀងគ្នាជាស្អាតណារិទ្ធនៅបងស្រីស្អាតណាហើយបងប្រុសធំមកនឹងណាចាដេវីតបងប្អូនជាដេវីតចាប៉ុន្មានអ្នកបងប្អូនទាំងអស់5នាក់ស្រីមួយប្រុស4យើងចាំដឹងតែដេវីតហ្នឹងបងគេច្បាស់ហ្មងអូនដេវីតបងគេហ៎បាទបងដេវីតឥឡូវគាត់បានដើររួចហើយនៅអូនដើរធម្មតាតាបងដើរធម្មតាឬថាគាត់មានគ្រោះថ្នាក់ចរាចរណ៍លើកមុនហ៎បាទហើយអញ្ចឹងឥឡូវគាត់ដើរបានទៅយូរពីនេះហើយបាទបងហ្នឹងហើយឥឡូវដើរបានហើយបាទជាធម្មតាចេញថតចេញអីវិញនៅចេញជ្រៀងនៅអត់ទាន់បានចេញចូលក្នុងសិល្បៈវិញផងបងអត់ទាន់បានចូលទេហើយគាត់ចូលមកគាត់ស្អាតស្ងាខ្លាំងណាស់បងប្អូនឯងទាំងអស់ស្អាតទាំងអស់អ្នកណាដែលស្អាតបានអ្នកណាគាត់ទៅស្អាតណាអត់ទេស្អាតមែនបងប្អូនដែលមួយទៀតដែលធ្វើការនៅខាងមេឌៀណាអូយក៏ស្អាតដែរខ្ញុំស្មានរឹតណាស្អាតជាងបងបលទៀតបងនឹងបងខ្ញុំស្អាតជាងបងបលស្រៀងគ្នាចាហើយគាត់មានភរិយាហើយបងភរីចាតែបងភរីហ្នឹងពីមុនហ្នឹងក៏គាត់អាសាឲ្យមានកម្មវិធីឲ្យនាងខ្ញុំផាត់មុខឲ្យតួអញ្ចឹងណាលេងឆ្លៃដែររឿងគេចាអត់គេគាត់ឈ្មោះអីគេបងភរីគាត់ប្រហែលណាគេចាញើភ្លេចកម្មសិទ្ធិខ្ញុំនិយាយភ្លេចភ្លាមលើតែ5នាទីខ្ញុំចាហើយសុខសប្បាយម៉ៃបាទសុខសប្បាយធម្មតាចាំទៅរឿងអស់សណ្ដើកមួយហ៎ម៉ៃចាអីទៅកំពង់សោហើយអូនិយាយដែរតែសាយចាំមិនដឹងថាដូចស្អីនិយាយហ្មងឲ្យសម័យខ្លួនគេនិយាយហ៎ហ្នឹងហើយសម័យខ្លួនអ្នកដែរឲ្យបងហ្នឹងបងកលិនតនិយាយអត់ម៉ៃអូនឯងនិយាយអូនឯងនិយាយបងកលិននៅពេលទៅកំពង់សោមហ្នឹងគាត់ដូចមិញការវគ្គមុនហ្នឹងគាត់ចូលចិត្តយល់សោបចាគាត់យល់សោបប៉ុន្តែការទៅកំពង់សោមហ្នឹងបាទពេលយប់ឡើងគេជុំគ្នាទាំងអស់ណាចប់ការងារអញ្ចឹងទៅក៏ញ៉ាំចេញញ៉ាំអីបាទបងប្អូនទាំងអស់គ្នាហើយមានពេលហ្នឹងមានក្រុមការងារមួយស្រីៗទាំងអស់គ្នាដែរស្រីគេពិសេសបងគេពិសេសប៉ុន្តែនៅជុំគ្នាអត់ជុំគ្នាមកបន្ទប់ហ្នឹងខែ4មកបន្ទប់ហ្នឹងខែ4ជុំគេជុំគ្នាមកហើយដល់ពេលក្រែមួយគេជុំឡើងយប់ឡើងបងកលិនគាត់គេងនៅនោះដល់ព្រលឹមមកគេងនៅខែនេះចឹងគាត់បកកាយមកមើលបាទគេងហ្នឹងគេមិនម៉ៃដល់ខែចេះមើលព្រលឹមឡើងភ្ញាក់មកលើកមុខហើយងាកមកបងកលិនបាទតែឯងអីក្អែនៅតែដែររលីនមានហៀទឹកមាត់ណាដែលហៀទឹកមាត់ទេណាខ្ញុំជឿងពេលហ្នឹងដូចហៀដែរហៀដែរឥឡូវនេះបងអូនប្រាប់រឿងពិតទេណាចាមកមើលដើរទៅមែនឬមួយក៏ខ្ញុំស្បាត់ខ្ញុំអត់ដឹងមែនពេលហ្នឹងញ៉ាំតិចតិចហ៎ដល់ពេលចឹងទៅខ្ញុំគេខ្ញុំហើយគេនៅតខ្ញុំទៅគេងបាត់ដែរខ្ញុំមិនដឹងតែម៉ៃគេងក្រែហ្នឹងទេហើយមិនដឹងជាម៉េចព្រលឹមណាខ្ញុំភ្ញាក់មកម៉ៃភ្ញាក់ដែរគេមួយគ្នាណែហើយឡាក្រុមការងារថាចេះអីឆ្ងល់ហើយបើខ្លាតក្រែ3 4អត់មានមើលតែក្រែនោះមើលតែរលីនសំណាងហើយបើសិនញ៉ាំអញភ្ញាក់មួយដៃថែមមួយជើងទៀតអត់ទេចាំនាងខ្ញុំមកពេលទៅគេខ្ញុំអត់សូវហ៊ានគេហើយពេលហ្នឹងកលុំភួយឡើងចិត្តទៀតអូយអីរបស់គេប៉ះគាត់ទៅធ្វើការងារបងបលទេតានៅក្នុងបន្ទប់តែពីរនាក់ទៅចាហើយមិនទៅពេលហ្នឹងវា7ជើងគាត់ធំមកវត្តបែកស្គៀមបាក់ទៅដេនៅការ៉េលើអាហ៊ានណាតែមួយយកទៅអ្នកបងអត់មានជាតិមែនដឹងជើងធំទៀតចាអូលីនឥឡូវអរគុណច្រើនណាបងអូនម៉ៃម៉ៃឆ្លើយមួយបាទលលីនហើយបាទបងអូយអូនបាទអូនម៉ៃបាទអូនចាំអូនទៅចង់ទៅតុងអោមឡើយបាត់អូនឃើញផងក្មេងបានទេឃើញមកគេបានបាទគូសជួជំនុនតារាទី4របស់យើងបាទគឺកញ្ញាតូតា
មិត្តពី3ថ្ងៃក្រោយខ្ញុំធ្វើសង្សារវិញមីទៅវត្តជឿដំបងស្រឡាញ់ហើយអត់ចិត្តសុំធ្វើមិត្តពី3ថ្ងៃក្រោយខ្ញុំធ្វើសង្សារវិញមីទៅវត្តជឿដំបងស្រឡាញ់ហើយអត់ចិត្តសុំធ្វើមិត្តពី3ថ្ងៃក្រោយខ្ញុំធ្វើសង្សារវិញមីទៅវត្តជឿដំបងស្រឡាញ់ហើយអត់ចិត្តសុំធ្វើមិត្តពី3ថ្ងៃក្រោយខ្ញុំធ្វើសង្សារវិញ Mr. What you mean? Down, down, boy, man, and bell. Yo, 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 mommy, Bobby, Boba, boy. Baby, the Boba, boy. ពីសូមអរគុណពីសូមការដូចជាទៅទឹកជើង សុខសប្បាយឥឡូវ អរគុណមួយតសាចុងបងលឹមគាត់ចំណាយនឹងងាប់ពេក អត់ទេសអមឲ្យមកវា អត់ទៅមើលសាយញយចុះឯងបានមកកម្មវិធីនេះ តោតាចាបងយើងខោអូនខាងក្រោមកាត់បានអាវមួយបានដៃអាវទៅជាបានដៃអាវបានអាវមួយទៅបងមិនខ្លួនទេដៃអាវបានខ្លួនប៉ុនតោតាឯងខ្វះអាវកាត់តាជើងខាងយកមកធ្វើអាវចងពងបានមួយចាឥឡូវហ្នឹងវើសម័យកាលដើមបងសម័យណាឥឡូវហ្នឹងសម័យតារាកិត្តិយសរបស់យើងជំនាន់បារាំងនេះជំនាន់90ហើយតែពេលយើងថតការរឿងជំនាន់90បងចាដើរតួអ្នកបងអំពើទេវីហ៎បងពេញខោហ្នឹងឲ្យតន់បងរកបានណាមកផ្សារមាន11ហ្នឹងឯងសាណាសាថ្មីមែនអត់ទេបងឯងនេះផែនសល់អូយមិនដឹងស្រួយទេមិនទេណាសៀកខូអញ្ចឹងមួយវាធំលើទូចក្រមទុំក្រមទូចលើមិនដឹងស្រួយទេស្រួយទេ ចេះបងប្អូនតែវាឆ្លាយមិនវិញនោះ អូយទៀតអី ឆ្លាយវិញអូន អៀនច្រើនណាស់យើងអៀនណាលេងផ្លែងសោះហ្នឹងឯងតោះចាធ្វើដូចមិនដឹងសុំតែតាមមួយថ្ងៃបានអត់ថ្ងៃហ្នឹងអត់ទេមិនចឹងមានផ្លូវអត់ទេចាំទៅតាទូចិត្តទៅគួរឲ្យធំអាស៊ីមួយខោចាបើសិនជាចង់ទស្សនាចាកម្មវិធីកំ pl ែងចាកុំភ្លេចកម្មវិធី Mr. Me Talk Show ចានិយាយថាថ្ងៃហ្នឹងមកយើងតែងខ្លួនឡើងស្អាតគាត់ឡើងខ្ជូតនេះមកដល់នេះអូអត់ទៅរើទាំងអស់ហើយគូចាំចំណាំធំហើយអូយសោះចាំធំដូចតែជំនាន់យើងថតរឿងហ្នឹងគឺស្អាតចាតាមយើងស្អាតធ្វើមិនក៏ស្អាតដែរតោតាឯងកុំបារម្ភអូនឯងស្អាតតែងមុនច្រើនដាក់ថ្មិញសេះធ្វើធីតាមុខសេះក៏ស្អាតដែរចាចឹងយើងនិយាយយើងស្អាតធម្មជាតិយើងស្អាតគ្មានការកែច្នៃកុំជឿដល់ជឿបងនឹងក៏និយាយអត់ទេតោតាឥឡូវស្គមហ៎ស្គមជាងមុនមែនទេស្គមជាងមុនបងស្រកបានគីឡូដែរតែថ្លឹងហ្នឹងថាឥឡូវស្គមជាងមុនគីឡូឯណា ខូចបាត់ហើយថ្លឹងល្បូន គីឡូតែចង់ស្អាតអូនចង់ឲ្យស្គមជាងនឹងបន្តិចទៀតអើយបានហើយលោកឯងលោកនៅក្រុងឆ្អឹងលើហើយតែតូតានិយាយទៅថ្ងៃនេះជុំគ្នាល្អសើតូតាទៅអាមេរិកមួយនាងខ្ញុំប៉ាវាខ្ទេចអស់ហើយហើយថ្លៃហងនោះនេះខាមិនទៅអាមេរិកជាមួយទៀតហ៎តូតាទៅក្រុមមួយខ្ញុំតាហ្នឹងទៅបើគាត់ដល់បងហើយទៅនិយាយថាចាគាត់ហ្នឹងណាខ្ញុំទៅដែរគោនឹងមួយបងសិនស៊ីនតារ៉ាហើយអត់ទៅបន្ទប់មួយបងសិនស៊ីនតារ៉ាបងប្រុសគ្នាឯងណាមកច្បងជាតិមួយខ្ញុំនេះដល់បន្ទប់គេមួយស្រី3នាក់ចា3នាក់ធ្លាប់រ៉ូលីនប្រាប់បងដែរហើយរ៉ូលីនគាត់ថាតូតាឯងហ្នឹងណាកូនហ្នឹងបាយនឹងអត់កូនហ្នឹងអាសាណាលាងចានអីចានញ៉ាំហើយប្រហែលប្រមូលលាងទាំងអស់បោកក្អៅបុកអីជួយធ្វើការងារទាំងអស់អត់ទេខ្ញុំយកមុខតាជួយទាំងអស់ការងារតែប៉ិតយើងនារីខ្មែរទៅឆ្កាយអញ្ចឹងណាផ្ញើខ្លួនផ្ញើប្រាណនេះធ្វើអញ្ចឹងល្អណែកុំឲ្យទំយើខ្លួនណាគេអត់ចូលចិត្តទេបងប្អូននៅក្រៅប្រទេសមែនគេចង់និយាយមែនទេណានៅផ្ទះម្ដាយទីតីម្ដាយព្រៃម្ដាយដោយខ្លួនឲ្យលងមើលទៅតូតាមិនសន់ថាជាក្មេងម្នាក់ដែលឧស្សាហ៍ព្យាយាមអញ្ចឹងដែររលីនខ្ញុំឆ្ងល់ដែរបងគេយកចិត្តអត់មើលទៅសមមិនថាតម្កើមខ្លួនធ្វើរឹតធ្វើរៀងមនុស្សធ្វើហើយមិនធ្វើចេញមកគឺខុសគ្នាចាព្រោះខ្ញុំប្រកែមើលមនុស្សគាត់ដែរដល់ពេលរលីននិយាយទៅមានអារម្មណ៍ថាអូដិតកាន់តែចូលចិត្តចានិយាយទៅពេលដែលនៅមួយគ្នាហ្នឹងគឺអត់មានការល្អអកអីទេជួនកាលតូតាធ្វើមហូបដល់ពេលធ្វើញយពេកទៅអត់មានជួយធ្វើឈប់លាក់ដល់ខ្ញុំអត់មានជួយយំទេចាំបានទេបងធ្វើឲ្យគេឲ្យញ៉ាំមកឆ្ងាញ់ដូចជាឆាផ្សិតទេបងឆាតែមិនថាខ្ញុំមិនដឹងទេតែបងឆាឆ្ងាញ់ណាស់ទៅបីមហូបក៏ធ្វើនេះមិនសញ្ញាលួនឯងដែរសិតចម្បើងមិនសិតចម្បើងទេធំគេហៅផ្សិតអីគេនោះបាទហ្នឹងហើយធំមកផ្សិតហ្នឹងណែគេផាមុខហានីខ្ញុំដូចផ្សិតទៅចាសើហើយខ្ញុំមួយតូតាគឺឲ្យតែម៉ាក់រៀបមកពីនេះវិញគឺដូណាត់ចាបងញ៉ាំរហូតដែរតាដូណាត់អូយចាម៉ាក់កុំយកមកច្រើនពេកម៉ាក់វល់យកមកកាន់ដឹងអត់ជំនាន់ហ្នឹងម៉ាក់កុំយកមកច្រើនពេកខាតអីចឹងកូនអើយចាក់ចោលទាំងថាហ្នឹងអត់ទេបងទៅដល់កន្លែងគាត់ហ្នឹងស្រាប់លុំគាត់នៅសល់អំពី3ថាចឹងដល់ម៉ោង6ឡើង
គាត់ចាក់ចោលឲ្យលេង មួយណាអត់មួយកន្លះ មួយកន្លះចាក់ចោលឲ្យលេងខ្ញុំថាអូយម៉ែចាក់ចោលទៅអីទុកយកទៅផ្ទះយើងញ៉ាំទៅគាត់ថាអត់ទេនំហ្នឹងគេញ៉ាំតែមួយថ្ងៃឯងស្អែកគេធ្វើលក់ទៀតហើយតែហ៊ានទុកសល់គឺខូចគេហៅខូចក្រេឌីត ខ្ញុំឆ្ងល់ខ្ញុំតែអាមេរិកស្អាតមែនហើយខ្ញុំអត់ធាត់ទៀត អ្នកណាទៅសើ បាយធាត់ស្រាប់អីទៀត ខ្លួនឯងអត់ទេតែអាមេរិកស្គមណាស្គមស្អាតខ្ជុះនិយាយទៅ អត់តែនឹកសំណងការគាត់ចិត្តតែពេលគេមួយគាត់ សុបាយណាស់បងព្រោះចង់ហើយអើដល់និយាយសិនមែនទេនិយាយណា យកចាប់សិន និយាយណាចាពួកគាត់គេអស់ហើយខ្ញុំពីច្រើនតែខ្ញុំឆ្លាស់ប្រទេសច្រើនពេលប្រទេសអាមេរិកគឺដូរមកច្រើនអញ្ចឹងខ្ញុំនឹងចាំនៅមើលរឿងគ្រប់រឿងហើយមើលអ៊ីនធឺណិតអីចឹងណាគាត់នឹកគេមិនតំដិតសម្បកហើយមកមើលទៀតចាមើលទីបាយជើង អស់ទៅតែមកគាត់ជាមួយណាគេបងថៃបងបាញ់ថៃអូយអូនអើយអូយអូនដល់ថោកមែនហើយសើចទៀតចាអូយមកគូល30ទេហើយពេលហ្នឹងគេចង់ skip discount ណាបង ចាគេចាប់បើនិយាយធ្វើប្រុសហ៎ អត់ទេដែររបស់ព្រីទីគាត់គេមកមើលរហូត និយាយទៅអាមេរិកទៅខួរក្បាលគឺតែរឿងទិញទេទៅដល់ស្រុកណារហូតទៅ outlet មួយទៅ ហ្នឹងហើយថាយើងនឹង discount ច្រើនណា យ៉ាអរគុណមែនតែនិយាយអាមេរិកហ្នឹងអូតែខ្លួនឯងតែអាមេរិកទេបើណារំលឹកអនុស្សាវរីយ៍ដែលល្អយើងជាអ្នកសិល្បៈយើងត្រូវចេះសាមគ្គីគ្នាចាដូចបងតុកនិយាយចឹងតានៅផ្ទះម្ដាយទីតីក្នុងព្រៃម្ដាយហៅខ្លួនមកសេដ្ឋាថានិយាយយូរបងទៅដល់អាមេរិករាប់ឆ្នាំ អូមិននិយាយច្រើនជាងនឹងទៀតបងហើយមកពូកអីចឹងគាត់កេងតែម្នាក់ឯងហើយគាត់កេងនៅជើងនៅខាងនោះក្បាលមកខាងនេះហើយខ្ញុំកេងមកមិនតិចទេហើយគេរំខានគាត់ទេព្រោះគាត់ថាគាត់ជារៀមច្បងអីចឹងណា តែដល់បែរសៃហាកលៀនគេ បងសៃហាតាំងនៅលើពុក3នាក់អូដល់ត្រូវគាត់កេងក្រមវិញឥឡូវគាត់មើលបន្ទប់ដែរអូនគេហ្នឹងគឺបន្ទប់ទល់មុខគ្នាជាមួយនឹងចិនស៊ីណារ៉ាបន្ទប់ដែរអូនគេហ្នឹងគឺបន្ទប់បងគេដែរតែគាត់ក្រែទូចបំផុតចាបងគេបាន12នាក់ឯក្រែហ្នឹងខ្ញុំតែបងជាមួយនឹងកែនីសានក៏ចង់ធ្លាក់ដែរចាពេលកេង3នាក់ហ្មងហើយ13នាក់អូហើយមានប៉ុណ្ណេះធ្លាក់បាត់ហើយ ចង់និយាយថាគាត់កេងត្រង់ខ្ញុំចំហៀងមើលសៃហាចំហៀងវិញចឹង និយាយទៅសុបាយ ហើយនឹកឃើញរឿងហ្នឹងមេឃភ្លៀងខ្លាំងមែនតើនៅអាមេរិកហើយដាច់ភ្លើងមកនៅក្នុងរឿងអូយមេការយើងកាច់ក្នុងរឿងជំនាន់90ចឹងពោះធំមកឲ្យតែម៉ែដេញចេញពីផ្ទះដឹងតែភ្លៀងហ្មង ដែរជឿ អូយមិននិយាយទៅមកលើហើយ ឲ្យតែពោះធំអូយខ្ញុំទៅនៅទីណាភ្លៀងមកឈុលតែពោះធំម៉ែក្មេងដេញចេញពីផ្ទះដឹងតែភ្លៀងធ្លាក់ យូនដាក់រយៈជន់ចាឥឡូវជួបយន្តគុណសូរីដេចានេះខ្ញុំដល់មកហើយចា ចាអរគុណដល់បងស្រីសម្រាប់បន្តិចសិន ចាប៉ាវីអា បាទ អូនសំលាបងសិនហើយណាអូនទៅធ្វើការទៀត ទៅចាយគេអូស៊ីកាប់ថ្មបាទ ជួបគ្នានៅវគ្គក្រោយជួយបន្តទៀតអញ
អូនបងខ្ញុំ5សុំស្គាល់ឈ្មោះម្នាក់មួយមក ចាឈ្មោះអីខ្លះ បាទខ្ញុំប្រធានក្រុមឈ្មោះអូ អូ បាទឈ្មោះទូ ទូ ខ្ញុំឈ្មោះត្រា តា បាទឈ្មោះ Robot Boy ខ្ញុំឈ្មោះវិន បាទ ហើយបងប្អូនទាំងអស់គ្នាហ្នឹងមានអាយុប្រហែលហើយអូន 12 13 ខ្ញុំ18 18ចុះបងប្អូនប្រុសខាងនេះ ខ្ញុំ14 អូន ខ្ញុំ1515ខ្ញុំ15 15អូ ខ្ញុំ19 ចា ចាខ្ញុំ17 ហើយអ្នកដែលដូចថាអ្នកដែលដូចថា 7នៅមុខ ដូចច្បាប់មិនចង់និយាយថាបងប្អូនខាងនោះ18 អូយជួយ ចាគឺគ្រប់អាយុ គ្រូអាយុអី ទីអីបង គ្រប់អាយុអាចមានសង្សារបាន គ្រប់អាយុ គេមានចង់តាក់តង បាទ ចា និយាយរួមគេចង់តាក់តងបងប្អូនប្រុសកណ្ដាលហ្មងព្រមតែបងប្អូនប្រុសកណ្ដាលទំប្រយុទ្ធ តែទៅធ្វើអីបង អត់ទេមានគេចូលទៀតណា អូ ចា តែទៅប្រយុទ្ធ គេចូលចិត្តទៀតណា មានចូលចិត្តគេចេះ សម្ដែងមិនមានគេមកប្រាប់នាងខ្ញុំថាគេចូលចិត្ត ហើយដល់ថ្នាក់គេអត់ហ៊ាននិយាយគេអៀន អៀន អៀន មើលអ្នកណាគេពាក់អាវពណ៌ស្រស់ជាងគេហ្នឹងឯង ចាអឺនិយាយច្រើនចឹងអត់ប្រកាន់ដែរ កូនឯងណា បងប្អូនគាត់មានសមត្ថភាពក្នុងការរំគេអៀន អត់ទេកូនបងទាំង5មានសមត្ថភាពពេញខ្លួនក្នុងការសម្ដែងមិញភ្ញាក់ប៉ាត្រង់នៅឈុតមួយដែលលោតអាឡាតចា ឥឡូវចូលជុំទៀតខ្ញុំសុំនិយាយតិចមិនទៅមិនបកកាយគ្នាខ្ញុំថាគ្នាមិនទាន់គ្រប់អាយុទេគ្រប់ហើយទាន់គ្រប់អាយុទេគ្រប់ហើយ មិនមែនតែអៀនមកឡើងក្រហមតែកាមេរ៉ាចាប់ហ៎ មានមុខល្អមែនទេ អៀនប្រុសហ្មង ថែមអញ្ចឹង អៀនណាហើយបកកាយមួយខ្ញុំទៀតខ្ញុំ ឲ្យតែឃើញមនុស្សប្រុសមានអៀនអញ្ចឹងហី ខ្ញុំស្រែកខ្ញុំថាកូននៅទាន់គ្រប់អាយុឯងគ្រប់ហើយមុខហ្នឹងគ្រប់ហើយដល់ពេលខ្ញុំខឹងខ្ញុំសួរឃើញកូនតែ5 10 បងតោឡាឯងដល់ពេលដែលបោរលៀនចូលចិត្តតំណែងចឹងអនឯងអន់ចិត្តទេឬខឹងឬក៏សប្បាយចិត្ត អត់ទេបង មួម៉ៅ ខឹងបងដែរចេញវិឆាកលើ អូនមកចូលតិចមើលចូលចិត្តរលីនណែ ចូលចិត្តតាបង ចូលចិត្តចោលហៅគាត់ អូគេទៅ គេចិត្តហៅគាត់ពូឬក៏ហៅគាត់បងស្រី ហេតុអី ហៅបងស្រី បងស្រីតែមិនគាត់ចូលចិត្តបងប្រុសខ្លាំងណាអត់ក្មួយប្រុសចូលចិត្តក្មួយប្រុសខ្លាំងហ្នឹង អេអាយុតាណាក្មួយស្រីខ្ញុំតាបង ហ្នឹងហើយមើលគេអៀនគេ តែណាបងប្អូនពេញជាសមត្ថភាពគាត់ ដល់លឺអាយុ5 10ញិនញិនញិន អត់ញិនសោះ ដល់8 10អត់ញិនទេ អត់ទេនិយាយមួយសួរប្អូនមិញភ្លេចឈ្មោះទៅហើយ ត្រា ត្រា មួយទៀតបន្ទាប់ហ្នឹង ឈ្មោះ Robot ទៅអាយុ14ឆ្នាំហើយណា ចា ដៃធ្លាត់ដៃបត់ទៅក្រោយមិនមើលដូចអត់ដូចមកសួរ ចាបងមិញខ្ញុំឃើញដៃបត់ទៅក្រោយ ហើយ ដៃធ្លាត់ស្មើ បាត់ម្ដងទៀតមកអូន អត់រងបងព្រោះខ្ញុំហាត់ស៊មហី អញ្ចឹងសាកម្ដងទៀតមើលមិញឃើញលោកមានអ្នកខ្លះអត់បានចាប់អារម្មណ៍មើលដៃហ្នឹង ចាដៃ តែព្រោះតែពាក់អាវខ្មៅអត់ មើល អូយអូយ មើលឃើញនៅ ចានិយាយទៅគឺដូចឆ្អឹងតុនអូនណា បាទ អញ្ចឹងនិយាយបាក់ឯងបាក់បែកតាមខ្នល់លេនឯងចិត្តបាត់ រលីនធ្វើមើលរលីនធ្វើអាហ្នឹងមើល ចេញរុំឃ្លៀកឥឡូវ រលីនរាប់ដងដូចនិយាយលះណាដល់ពេលដងហ្នឹងធ្វើអីអត់ តែអត់មានទំនុកចិត្តមិនចឹង ទៅមុខឡើងក្រហមវិញទៅបន្ថែមទៀត បងតទៅកាយណាតុនភ្លុននេះណា បងនេះម្នាក់តិចមើល ម្នាក់មកកូនណាកូនក៏តែមកកូនត្រាម្នាក់មកកូនមកចុះម្នាក់តិចមើល មានទុំអារម្មណ៍មានទុំអារម្មណ៍កុំឲ្យបែរអារម្មណ៍ មកទៅនេះ មកណែមកចិត្តនេះមក បានហូបselfie មួយ ណាអត់សុំកាមេរ៉ាថតមួយ selfie អញ្ចឹងឯងសិតបាត់គ្នាបង អេ បងលេងហ្វេនខ្ញុំហ្វេន ហ្វេនទេ ត្រូណា អូនហ្នឹងអាចហៅរលីនហៅថាឪក៏បាន ខំប្រឹងរំកូនឯងគួរតែសប្បាយចិត្តនៅពេលដែលពួកបងស្រឡាញ់ចូលចិត្តចាកូនឯងទាំងអស់គ្នាណាមិនមែនតែម្នាក់ឯងណាទាំងអស់គ្នាដែល មកវាមើលមកមុខនេះកុំងាកទៅឆ្វេង គ្នា5នាក់មើលឃើញតែម្នាក់ ចាអត់ទេ បងឯងនៅប្រធានក្រុមធ្វើម៉េចគ្នា យីចិត្តដាក់មែន ស្គាល់ទេធម្មតារួមនេះជាក្រុមនឹងប្រហែលឆ្នាំហើយ ប្រហែល3ខែ4ខែ តែបាន3 តែបងអូនទាំងអស់គ្នាគឺស្ថិតនៅក្នុងការសិក្សាទាំងអស់គ្នាមែនទេអូន បាទ ចានៅសាលាជាមួយគ្នាឬសាលាខុសគ្នា ខុសគ្នាទាំងអស់ ខុសគ្នាមិនបានស្គាល់គ្នាតាក់ទងតាម Facebook ឬក៏តាមលេខទូរស័ព្ទ មុនបងពួកខ្ញុំរំក្រុមខុសគ្នាតែពួកខ្ញុំបែកក្រុមបានចាប់ដៃគ្នាសហការ អូចាអញ្ចឹងយើងចាប់ពីថ្ងៃនេះយើងរំផងយើងហាត់ប្រាណផងដើម្បីយកកម្ពស់ទៀតណាអូនណាចា ទៅបុយក ុំបដែតបដោយព្រោះស្អាតខ្លាំងណា មើលប្រពន្ធ រលីនចំណាប់អារម្មណ៍ មុខ
អរគុណណាស់វិញចា៎ ចាឃើញតែក្មេងៗឥឡូវគាត់មានអូយមកតោ មើលអូននេះត្រឡប់មកវិញមុខឡើងស្លេក ចឹងទៅលេងតើបានធ្វើអីហ៎ កាលពីសប្តាហ៍មុនក៏មានអ្នករំបកាយដែរបងណាសប្តាហ៍មុនមានស្រីវាប្រយអូយអត់ចាញ់នេះសប្តាហ៍នេះមានប្រុសសុខ វាភ័យឡើងបែកញើសឃ្លីអីហ្នឹង មែនទេមុខគាត់ដូចពុកម៉ាក់ខ្ញុំ អេហើយពុកម៉ាក់តែជាសង្សារចាស់ហ៎ អត់មែនតែដូច តែបុយសួរធ្វើដូចប្រចាំអញ្ចឹងតែគេ បាយទៅមើល អូបំថែមមើល ដល់ចាស់ពោមុខទៀតអា មុខអត់តន់វាយយើងពោហើយ ទៅដល់ផ្ទះហ្នឹងពោមុខឲ្យជាប់ អត់ទេពេលឃើញក្មេងៗក៏មានដូចថាការតាំងចិត្តណាបងនឹងទេពកោសលនេះខ្ញុំនឹងការនាងខ្ញុំនៅរៀនចូលចិត្តឡើងជ្រៀងលើក្តារខៀនណាឡើងជាលើក្តារខៀនឡើងវាកើតក្តារខៀនមានកណ្ដាលមែនទេចាហើយចិត្តសម្ដែងហ្នឹងគឺជាការតាំងចិត្តឯនេះខ្ញុំតាំងចិត្តថាថ្ងៃណាមួយនាងខ្ញុំនឹងខ្លាយជាតារាមិនថាបើថាដូចគេត្រឹមតែជាអ្នកចម្រៀងក៏បានដែរពួកម៉ាក់តែងតែប្រអាប់ថាហឺឲ្យមុខអញ្ចឹងចង់ធ្វើតួលោកណាមែនទេខ្ញុំចង់ច្រៀងគេរើសមុខឯមែនទេបងសំខាន់សមត្ថភាពនិងសម្លេងឲ្យដូចបងប្អូននេះសិតតែមានសមត្ថភាពនិងរស់សម្រស់ស្អាតរៀងៗ ចាស្អាតមែនអូនក្មេងៗស្អាតស្រស់សង្ហាប៉ុន្តែបងផ្ដាំគឺថាយើងខំប្រឹងហាត់ប្រាណដើម្បីយកកម្ពស់ថែមទៀតណាអូនណា បាទ ព្រោះបងប្អូននៅក្មេងៗអញ្ចឹងកម្ពស់នៅលូតលាស់ទៀត ចាអូខេអូនអរគុណច្រើន ចាហើយរួមប៉ុន្តែកុំភ្លេចនៅការសិក្សាណាព្រោះថា18ឆ្នាំប្រឡងទី12 15ឆ្នាំនៅខ្វះ9ឆ្នាំ គេទៅបាត់ហើយ គេចេញជិះពិតមកគេទៅបាត់ហើយ មកជាទៅអាចច្រេញតាមឆ្លៀង លើកហើយនាងសុជាតិកុំនិយាយសັບអញ្ចឹងដាក់មីក្រូហ្មងទៅ អត់ទេហើយ យ៉ាប់មិនកំភ្លេចដែរ ក៏សូមផ្ញើសេចក្តីនឹករលឹកជូនដល់ពុកម៉ាក់ខ្ញុំផងព្រោះគាត់ខានទេមកខ្ញុំ2ខែហើយ គាត់ឈ្មោះអី ចា គាត់ឈ្មោះអីពុកម៉ាក់ ឈ្មោះដឹងហើយគាត់ខានខំមកនាងខ្ញុំ2ខែដោយសារពេលដែលមានជាតិអីចូលខ្លួនច្រើនតែទៅតប៉ែគេពេកឥឡូវគេទេមកខំមកអូនវិញណាសាំផ្លើបនជីនិច អណ្ដិតរលិនមែនតាន បាទ ចាឥឡូវនេះអូនសុំ បាទ ដល់ពេលណាប៉ាវាអូនមានភារកិច្ចហើយអញ្ចឹងមកចាហៀងទៀតអូនមិនต้องបានរៀបហើយផងនៅអត់ប្រព័ន្ធទៀតនេះចាឥឡូវនេះមកបងអើយសំបានទិញដីនៅលំកងាមតាមមកប្លង់គេលក់ឲ្យប្រមាណចាឥឡូវបោកខ្លួនឯងមិនសិនមួយថ្ងៃហ្នឹងបុកគ្រឹះចាមានអីបុកទេគឺយើងខ្ញុំដាក់រលេងបុកនៅបានបាទ ធ្វើតែម្នាក់ឯងសុទ្ធសាធត្មង ចាខ្ញុំអីក៏មានការងារនៅប៉ឥឡូវនេះខ្ញុំធ្វើថ្ងៃឥឡូវហ្នឹងខ្ញុំបោកអញ្ចឹងហើយហើយឥឡូវខ្ញុំបោកអញ្ចឹងមកជាទៀតបាននៅខ្វះ1000អត់ទី តបូលហើយនៅ ចាតបូលអត់ទាន់ទេព្រោះជាងតបូលនាងខ្ញុំគិតថាឲ្យគាត់មករៀបគ្រោងឆ្អឹងព្រោះយើងអត់ដឹងបងមានដ្ឋានគេហើយចំពោះប៉ាំងអាស័យនាងខ្ញុំទិញមកប្រក់ខ្លួនឯង បាទ ចានេះ ចឹងឲ្យខ្ញុំមកវាយតបូលហើយ ចាឲ្យមករៀបគ្រោង ពេលប្រក់មានពាក់សក់ហ៎ ចា មានពាក់សក់ហ៎ ពាក់ទៅបងដោះចេញហើយពាក់មួក តែអមិនថាដល់ពេលវេលាអីគេហាន់នេះ ចា ទៅបោកអត់ ចាត្រូវបោកអត់បង ទៅលេង តែជប់បើទៅមានលក្ខខណ្ឌ2លក្ខខណ្ឌទី1ត្រូវពាក់ឈុតហ្នឹងឡើងបោកអត់ឲ្យពាក់សក់ហ្នឹងនៅពាក់ឲ្យពាក់បច្ចេកកែងលក្ខខណ្ឌទី2ពេលព្រួយទៅកម្មវិធីអត់ទាន់ចាប់ទេទៅហានីទៅបាត់ចឹងត្រឡប់មកវិញត្រូវធ្វើអីដឹងហើយ ខាងទី3ខ្ញុំដាក់ឲ្យចង់ ចឹងតាមណានៅអាទិត្យក្រោយ យើងគណៈកម្មការមួយគ្នាលក្ខខណ្ឌទី3បងសូមឲ្យបងអូនស្លៀកសពុតខ្លីចងជើងបុកគ្រឹះ ចាបងគ្មានសិទ្ធទេ ឲ្យស្លៀកលីអូ ចងជើងបុកគ្រឹះហើយអត់ឲ្យស្លៀកលីអូទៀត ចាឥឡូវនេះចាំពេលសប្តាហ៍ក្រោយអូននឹងរកវិធីសាស្ត្រអ្វីក្នុងការដែលថាឲ្យទស្សនិកជនគាត់មានការផ្លែកអារម្មណ៍គឺអូនត្រូវតែស្អាតចាណា សញ្ញាណារលេងណាសញ្ញា ហើយទៅ ចាអរគុណបងជំរាបលាណាបងណាជូនពរបងចា តែរក្សាភាពប្រាណណាទៅមុនចា ប្រយ័ត្នតាមផ្លូវបញ្ហាចរាចរណ៍ណាអូនណាបើកឡានប្រយ័ត្នប្រយែង ចាដូចគ្នាបងចាព្រោះយើងមានឡានម្នាក់មួយចា ដោយសារយើងរលុយមិនតបានចឹងដែលបានតម្រូវឲ្យហានីឯងពេលធ្វើផ្ទះហ្នឹងអត់ហ៊ានជួបុគ្គលិកឲ្យហានីឯងធ្វើការចាំយើងខំប្រឹងសំលុយទិញឡានឲ្យហានីឯងជិះទៅធ្វើការទិញកុងតឺន័រឲ្យ អរគុណអ៊ីបងជាតិជួយទៀតថ្ងៃនេះចិត្តល្អថងលហែងអស់ហើយចា ជួយមើលរលិនផងសន្តិសុខ បាទសូមបញ្ជាក់សន្តិសុខរបស់យើងទាំងអស់បាទនៅពេលដែលរលីនចេញទៅសូមថាឆែរបស់ឲ្យបានគ្រប់គ្រាន់បាទ គូបាយទៅដល់ចាប់ពេលជំនាញមកទៅឲ្យអវ៉ាន់ទុកហើយណា ឆែកមើលតើពេលយកមក2ទីទៅវិញមាន4នៃបាទអរគុណជួបគ្នាវគ្គក្រោយជាបន្តអញ្ញាសម្រាប់ផ្លែ បាច់បញ្ជាក់ថាអស់
អស់កន្លងហើយ Come on boy Come on girl អូនបាត់មិញគឺមានតែភាសាអង់គ្លេសតែមួយឬក៏មិនចូលភាសាអីផ្សេង ជាងភាសាអង់គ្លេសជាមួយនឹងកូរ៉េបង អូចាអូនប្រឡងនៅក្នុងកម្មវិធី K-pop World Festival បង ចាជាប់ចំណាត់ថ្នាក់លេខប៉ុន្មានអូន ខ្ញុំបានលេខ1ខាងផ្នែកខាងច្រៀងបង ច្រៀងបទហ្នឹងតែម្ដង បាទបង អូ បកែធ្វើឲ្យអ្នកទាំងអស់គ្នាមើលផ្លឹកមិនភ្លេចដកអង្ហើម បទហ្នឹងបទរបស់អ្នកណាគេដែរអូនគូ បទរបស់ G Dragon បងខ្ញុំយកមកច្រៀងតាមគាត់ ច្រៀងហើយវិញខ្ញុំអត់ស្គាល់តែម្ដង តួកូរ៉េបងអ្នកជំនាញ មាន តួកូរ៉េ បាទ អូអូ តែគាត់នៅចិត្តអូស័យនិយាយលេងទេបាទ អរគុណច្រើនឃើញថា បងស្ដាប់បានអត់មិញច្រៀងមិញ អត់ទេស្ដាប់បានតែអត់ដឹងថាម៉េច តែគេអាចធ្វើការបបប្រែបានអត់ដឹងឃើញកូរ៉េ តែ ទេ ខ្ញុំ បង ឆ្លាញ់ ញ៉ាំ អាកន្លែង style គាត់រត់អូនរត់ម្ដងទៀតមើល Come on boy អាឡៃរត់ទៅអាយរត់ទៅ ម្ចាស់គេនឹងរត់អញ្ចឹងដែរអូន អត់ផងបង អត់ទេអូនបំបីក្បាច់ខ្លួនឯងយ៉ា ឃើញភាគច្រើនឃើញសត្វកង់គ្រូរត់ចេះរត់តាម សត្វកង់គ្រូយើងបំបីសត្វបំបី style តាមសត្វវិញ សត្វណោះ បាទបង ចាអញ្ចឹងក៏ល្អដែរគេហៅថាយើងចេះបំបែកអញ្ចឹងទៅធ្វើឲ្យខ្លួនយើងកាន់តែការចម្រើនបន្ថែមទៀត បាទបង យើងជិតចប់ហើយមែនទេកម្មវិធី ចា យើងជិតចូលវគ្គ3នេះអត់លឺសន្យាសញ្ញាច្រៀងឲ្យបងស្ដាប់ បាទអត់អីបងព្រោះអីវគ្គ3សន្យាថានឹងខុសពីវគ្គ1វគ្គ2ទុកពេលវេលាខ្ញុំអាទិត្យ សណាមានដែរបរៀនក្មួយស្រីបងឲ្យចេះច្រៀងកំលិចដីហ៎ ស្អាតហ៎បង ជឿច្រៀងតិចស្អាតជាងនេះ ចេះ ណា តែនិយាយឲ្យច្រៀងឲ្យចប់ហើយម៉ែ TV ប្រហែលគេទៅបិទមកអត់មានអ្នកមើលឥឡូវកំពុងតែស្រុកខ្មែរយើងទីផ្សារទូរទស្សន៍កំពុងតែរីកធំមានស្ថិរទូរទស្សន៍ផ្សេងៗបង្កើតឡើងអញ្ចឹងបើសិនជាយើងប្រហែលតែមកបន្តិចអាចចាញ់គេអញ្ចឹងបើឲ្យខ្ញុំច្រៀង យើងបង្កើនបន្ថែមជំនាញតិចទៀតដូចបងទាំងពីរតែងតែមើលឲ្យបងអញ្ចឹងអត់ដែលច្រៀងទេនិយាយតាមត្រង់20ជាងឆ្នាំហើយ ហើយអ្នកសុជាតិនេះក៏ត្រូវចេះច្រៀងចេះសម្ដែងឯហូហែថាសម្ដែងធ្លាប់លេងភាពយន្តលេងអីចឹងណា សម្ដែងបានខ្លះបងបើថាឲ្យចាប់អាជីពគឺយកជាពិធីកម្មនេះចាស់ បាទ និយាយនេះគង់ជាតិចំណាប់អារម្មណ៍ style របស់បងអូនកន្លែងណាដែរ តាមរយៈនៃការឃើញបង្ហាញសមត្ថភាពអមិញនេះចូលចិត្តទាំងអស់ ចូលចិត្តទាំងអស់ ចាព្រោះថាការហាត់រៀនអញ្ចឹងរយៈពេលប្រហែលដែរទៅអូន ពេលមុនខ្ញុំប្រឡងហ្នឹងខ្ញុំចំណាយពេលប្រហែលជាចិត្ត2អាទិត្យដើម្បីហាត់ច្រៀងបទហ្នឹង ពិបាកអត់ ពិបាកខ្លាំងបងអត់មានអីអាចពណ៌នាបាន ប៉ុន្តែបងអូនតស៊ូណា បាទបងដោយសារតែមិនមែនជាភាសារបស់យើងដល់ពេលយើងទៅច្រៀងអញ្ចឹងទៅវាពិបាកខ្លាំងសម្រាប់ខ្ញុំ បាទហើយអូនចេះកូរ៉េអត់ ខ្ញុំចេះបានមួយម៉ាត់ មួយម៉ាត់ ចេះតែមួយម៉ាត់ដល់ពេលច្រៀងច្រើនម៉ាត់មែនអូនគាត់ជាអក្សរខ្មែរច្រៀងឬមិន អត់ទេបងដោយសារបើឆែកតាមអ៊ីនធឺណិតវាមានអក្សរកូរ៉េហើយវាមានជាអក្សរអង់គ្លេសខាងក្រៅ អញ្ចឹង style ស្លៀកពាក់ហ្នឹងបងអូនរៀបចំដោយខ្លួនឯងឬក៏មានអ្នកណាណែនាំប្រាប់ថាគួរតែស្លៀកអញ្ចេះធ្វើសក់អញ្ចេះអីចឹងណាចា style ស្លៀកពាក់ហ្នឹងពេលច្រើនខ្ញុំមើលទៅលើបទរបស់គេអញ្ចឹងបើម្ចាស់ដើមគាត់ស្លៀកមិនយើងគ្រាន់តែរៀងកន្លែងបន្តិចយកចំណុចណាដែលយើងស្រឡាញ់យកមកខ្លះយើងឆ្នៃបន្ថែមទៀតណោះ ម្ចាស់ដើមចាម្ចាស់ដើមគាត់ស្លៀកលើហ្នឹងអញ្ចឹងគាត់យកមកកន្លៃ ចា ម្ចាស់ដើមគេស្លៀកបែបមាស ប៉ុន្តែទទួលយកបានបងអូនស្លៀកមួយឈុតហ្នឹងណាទទួលយកបានសុខសរដល់បងអូនចា ច្រើនបងភាសានេះម៉ូតស្បែកជើងម៉ូតអី បងអូនដែលពេលប្រឡងបត់ហ្នឹងគឺបងអូនអត់មានក្រុមទេគឺប្រឡងតែម្នាក់ឯងទេ បាទបងខ្ញុំច្រៀងតែម្នាក់ឯង ម្នាក់ឯងពេលជាប់ចំណាត់ថ្នាក់លេខ1 បាទបង បានទទួលទឹកប្រាក់ កាលហ្នឹងខ្ញុំបាន Samsung Galaxy S5 មួយគ្រឿង ចា អញ្ចឹងម្នាក់ឯងគឺយកតែម្នាក់ឯងទេ Samsung ហ្នឹងប្រចាំ ចាំឲ្យបងពេលដែលឈ្នះបានភ្លាមហ្នឹងគឺលក់ជប់លៀង លក់ជប់លៀង អូយនិយាយលេងចេញមកដែរចាតាមពិត ត្រង់ទៅត្រង់មកបង ចាបងអូនចង់រកដៃគូដែរប៉ុន្តែមានអ្នកគេអាចលោតបែបកង់ការ៉ូចឹងបានចឹងខ្លួនឯងបងកានិកានិយាយមែនបើសិនពាក់វិជើងកែហ្នឹងលោកកង់គ្រូមែនទេ អូនតបុយរៀលលើគ្នាអង្គុយអត់ដឹងអី អត់ទេកណិកាបើសិនជាដូចថាទ្វាបិទចឹងណាហើយដូចបញ្ចេញចន្លោះទ្វាតែបន្តិចតែប៉ុន្តែលូកជើងចឹងដូចថាភ្ញៀវមកហៅទ្វាចឹងណាគេម្ចាស់ផ្ទះនៅផ្ទះទេប៉ុន្តែស្រាប់បញ្ចេញជើងកណិកាទៅគេស្មាជើងកូនក្មេងទៀតដល់ពេលកណិកាបើកទ្វាខ្វាក់ណាចុះមិញឃើញកូនក្មេងនៅណាមិញណាមានណាបងខ្ញុំហ្នឹងឯងកូនម្ចាស់ផ្ទះអត់ទេឃើញជើងកូនក្មេងច្បាស់ចាស់ណាថាអត់ទេ
ដល់ពេលលាន់ជើងមើលបានដឹងជើងបានដឹងជើងតែសំណាងចេះកាន់ការគាត់បានគេថាទោះរូបរាងតូចច្រឡឹងហើយនឹងមុខតម្រង់មុខស្រស់ចាមុខស្រស់ល្អគុណចាចាអរគុណមែនទេនិយាយត្រង់កៅអីយើងកម្ពស់ហ្នឹងណាគាត់ត្រូវការតួយើងពីអ្នកជួយលើកឡើងទេមិនដល់អីបងមានណាគេបានកែងយងទៅមិនជន់លើកៅអីឡើងចាអរគុណចាអរគុណទស្សនាល្អបងត្រាស់បាទចាំហើយអូនសួរនំនឹងចាំហើយមានប្រពន្ធនឹងតាប្រឡឹងមានប្រពន្ធណាពេលយំអូនចូលទៅទេរលឹងមកពេលអូនឯងសង្ស័យបងហើយស្រឡាញ់អូនទេបងហើយស្រឡាញ់អូនទេសម័យគេមិនសើទេយូមិនដែលឃើញសស្រីស្រងដូចជាពីស្រីអូនគឺជាចំបៃអើយសេរីសោភ័ណ្ឌអ្នកឆាប់ថយចេញទៅអ្នកឆាប់ថយចេញទៅអូនគុំប្រកាន់អ្នកប្រយ័ត្នប្រពន្ធអ្នកប្រយ័ត្នប្រពន្ធបងមកតន់អីលើខំហើយដើម្បីអូននិយាយមិនត្រូវអ្នកកំឡងនៅកំឡងទេឡោះស្មាត់នឹងបងជាកំឡងមកគល់បុរីជាកំឡងកូនបីអើយមានមេបងកំឡងមែនណាបងកំឡងមែនណាមិនជាទេបើមិនជឿទេបើមិនជឿទេសួរតែស្រីសួរអ្នកណាដល់ថ្លៃសួរអ្នកសុំលោកស្រីនៅមង្គលបុរីណាអ្នកគេថាជួញចិត្តស្រួលចិត្តជាជាងជួញឆ្ងាយស្មាបងទៅឆោមឆាយអើយយើងស្រុងចិត្តគ្នាបងដឹងអូនទេដឹងអូនទេយើងនឹងរៀបការយើងនឹងស្រឡាញ់ចិត្តគ្នាកុំស្រឡាញ់អ្នកណាដែលនៅស្រុងឆ្ងាយអីហើយដល់ហើយប្រពន្ធបុរីសេរីសោភ័ណ្ឌសុំគ្នាណា
មិនដែលឃើញសស្រីស្រងដូចជាពីស្រីអូនគឺជាចំបៃអើយសេរីសោភ័ណ្ឌណែឆាថយចេញទៅណែឆាថយចេញទៅអូនកុំប្រកាន់ណែប្រយ័ត្នប្រពន្ធណែប្រយ័ត្នប្រពន្ធមកតន់អីលើខំហើយណាមើអូននិយាយមិនលើណែកាពិតមកទៅកុំឡងចេះណែគេថាជួយចិត្តជួយឡងមង្គលបុរីជាកំណងកូនបីហើយមានមេបងកុំឡងមែនណាបងកុំឡងមែនណាមិនជឿទេបើមិនជឿទេណែបើមិនជឿទេសួរទេស្រីសួរអ្នកណាថ្លៃសួរអ្នកសុំអូនឯណែសេរីអូនកុំមានណាចិត្តស្រួលចិត្តជាជាងជួញឆ្ងាយស្មាក់បងទៅឆោមឆាយអើយយើងស្រងចិត្តគ្នាបងនឹងអូនទេបងនឹងអូនទេយើងនឹងរៀបការយើងនឹងស្រងចិត្តគ្នាក្នុងស្រឡាញ់អ្នកណាដែលនៅស្រងឆ្ងាយអើយតារាក៏យកទាំងអស់ចាសម្រាប់ឲ្យដាក់អត់ជ្រៀងដាក់ឌីសលក់ជ្រៀងខុសប្រូទាំងអស់ខុសទាំងអស់ហ្មងចាព្រោះតែបើសិនជារួមគ្នាជ្រៀងដាក់ឌីសទៅទស្សនិកជនដឹងគ្រប់គ្រងមួយណាបាត់អត់ដឹងណាគេជ្រៀងឯងមិញលាក់ទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាចុងក្រោយមានអ្វីនិយាយទៅកាន់ទស្សនិកជនរបស់ My TV សូមអញ្ជើញចាអូនបាទសម្រាប់ខ្ញុំជាដំបូងក៏សូមវិថាពីដំបូងមកបានជំរាបសួរបងគណៈកម្មការទាំង4ដូចជាបងសេដ្ឋាកញ្ញារលីនបងជំរាបសួរនៅផ្ទះហ្មងបងស្រីដ៏ស្រស់ស្អាតកតោផងដែរហើយក៏សូមជម្រាបលាដូចគ្នាហើយក៏អរគុណដល់អ្នករៀបចំកម្មវិធីពេញចិត្តអត់វគ្គ2នេះដែលបានផ្ដល់កិត្តិយសដល់ខ្ញុំបាទក្នុងការបញ្ចេញនៅសមត្ថភាពនៅក្នុងកម្មវិធីនេះហើយក៏សូមអរគុណចំពោះអ្នករៀបទស្សនិកជនក៏ដូចជាពិធីករណីពិធីករផងដែរដែលធ្វើឲ្យកម្មវិធីទាំងមូលនេះគឺសប្បាយតែម្ដងចាចង់សួរអូនមួយថាអូនជាប្អូនបង្កើតបងប្រុសយុទ្ធរាជឆានីឬបងស្រីចន្ទចលក្ខណៈពួកមុខដូចបងឆានីបាទសំណួរនេះក៏សួរច្រើនហ្មងចាដូចបងថ្លៃគេថាខ្ញុំប្អូនដូចមុខដូចបងថ្លៃវិញប៉ុន្តែក៏ពិតខ្ញុំប្អូនរបស់បងស្រីចន្ទចលក្ខណៈចាហើយអរគុណដល់ចន្ទច័ន្ទសាឡានអត់ទេបាទអរគុណដល់បងតចន្ទច័ន្ទសាឡានអរគុណដល់ចន្ទច័ន្ទសាឡានដែលបានផាត់មកនឹងធ្វើសារដល់នាងខ្ញុំចាបាទដូចគ្នាបងមានហ្វ្រីត្រាំទៅដល់កោតម្លៃចុះ 50% ផងដែរបងខ្ញុំក៏សូមអរគុណដល់ចន្ទច័ន្ទសាឡានផងដែរដែលបានផាត់មកធ្វើសារដល់ខ្ញុំបាទផងដែរហើយក៏សូមអរគុណដល់ឆាតថាមឆាតថាមអរគុណដែរទាំងអស់គ្នាព្រោះវាធ្វើឲ្យយើងមានភាពរីករាយដោយសារតែឆាតថាមនេះដែរបាទសូមអរគុណញ៉ាំតែមានកម្លាំងណាតាចាចុងក្រោយនេះខ្ញុំអរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍ My TV បានផ្ដល់កិត្តិយសសម្រាប់ថ្ងៃនេះអរគុណដល់គណៈកម្មការក៏ដូចជាទស្សនិកជនទាំងអស់ដែលកំពុងទស្សនាតាមគេហដ្ឋានក៏ដូចជាទីនេះផ្ទាល់ហើយជូនពរសុខភាពល្អហើយនឹងជូនពរទៅដល់អ្នកដែលប្រឡងចាបើសិនជាធ្លាក់ក៏បានអនសុពន្ធចិត្តហើយជូនក៏ដូចជាអបអរសាទរទៅដល់អ្នកដែលជាប់ផងដែរហើយអរគុណដល់ម្ចាស់ដែលបានផឹកបន្ទោសផងដែរអរគុណកវលស្អាតតែទិញនៅណានេះហ៎បងទិញនៅហាងសុំបងអីយកឲ្យបងអត់ទេបងខ្ញុំទិញនេះដូចជាតា4រៀលខ្ញុំលុយបងឯង8រៀលតែចេះចាអូស៊ីនៅលេងឯងស៊ីណាឯងចំណេញចេះអូស៊ីទៀតអញ្ញាតូតាបាននេះបងអូស៊ីខាត់អូស៊ីត្រូវឲ្យបងតូនណាតអូស៊ីចំណេញបងចាបើបងឯងពាក់ទៅនឹងស្អាតជួយខ្ញុំណាចុះអត់យ៉ាវាខ្ញុំនិយាយអត់ហ្នឹងនេះអូចាំនិយាយមួយថ្ងៃអីហើយអត់គ្នាមិនឈរជើងធម្មតាណាគ្នាឈរលើកៅអីផងជាងគាត់ចាស់គាត់ចាស់វិញអត់ទៅពីទៅលើអញ្ចឹងហីអាយអូនអរគុណដែលដាស់ស្បែកជើង
ចាអរគុណទៅដល់ My TV ដែលបានផ្ដល់យុទ្ធនេះខ្ញុំចាគ្រប់កម្មវិធីទាំងអស់ចាអរគុណទៅដល់បងប្អូនចាពុកម៉ែទាំងអស់គ្នាអរគុណទៅដល់ចាបងគណៈកម្មការទាំងអស់ចាព្រោះថាកម្មវិធីនេះសប្បាយរាល់សប្តាហ៍អញ្ចឹងសប្តាហ៍ដែលនេះគេចាក់ផ្សាយនេះខ្ញុំនេះប្រកាសជាស្ពឹកមុខទៀតដែរចាពេលហើយចាហើយសុំខាងបងកាមេរ៉ាថតយកតែអាការមួយដាច់ឯងកុំថតជាប់ជាមួយគេចាអត់ជួយបាទកាមេរ៉ាបាទចាកាមេរ៉ាថតអូយខុសគ្នាស្រឡះណាលោកអាណិតគ្នាថតយកតែគេហ្មងបានទេបងចាថ្ងៃហ្នឹងផាបានដល់ថ្ងៃកាត់សក់ផាទៀតនាងខ្ញុំចប់ទៅប៉ុណ្ណឹងអត់ឲ្យលុយហ្មងចាអរគុណច្រើនចាអរគុណដល់បងពិធីករទីការនេះចាអរគុណបងប្អូនបាទជាចុងក្រោយខ្ញុំសូមថ្លែងអរគុណដល់បាទស្ថានីយ៍បាទទូរទស្សន៍ My TV ដែលបានបាទផ្ដល់កិត្តិយសខ្ញុំបានមកឡើងលេងបាទនៅក្នុងសប្តាហ៍នេះផងដែរបាទហើយក៏សូមថ្លែងអរគុណដល់ប្រិមត្តហើយក៏ដូចជាបងនៅខាងមុខបាទបងអសិដ្ឋាបាទបងសុជាតិហើយនិងបងតូអរគុណច្រើនបងសម្រាប់សប្តាហ៍នេះដែលបានបាញ់ច្រើនបងឯងស្អាតចឹងគាត់សើបាញ់បាទអរគុណហើយអរគុណដល់ភ្ញៀវហើយអរគុណដល់ប្រិមត្តបាទបងនៅទីនេះក៏ដូចជាតាមគេហដ្ឋានអរគុណចាអរគុណទីការនីទាំងពីរផងដែរអរគុណបងប្អូនទាំង4ណាដែលជូនពរពីសុភមង្គលអរគុណអ្នកភ្លេងមួយអរគុណបងភ្លេងបានលេងចម្រៀងយ៉ាងព្រោះបាទខ្ញុំក៏ដូចគ្នាបាទក៏សូមអរគុណដល់បងក្រុមភ្លេងផងដែរដែលបានលេងភ្លេងយ៉ាងព្រោះប៉ុន្តែខ្ញុំលេងអត់ព្រោះទេទាំងខ្ញុំជឿថាព្រោះខ្ញុំក៏ព្រោះមានជួយខ្ញុំសោះភ្លេងឈ្មោះអីក្រុមអីក្រុមចាត់ឆាយអរគុណតារាទាំងអស់គ្នាផងដែរបាទអរគុណបាទចាជំរាបលាបងប្អូនជូនពរចាចូលជ័យអត់ដឹងតែចិត្តខ្ចប់តនេះទៅបីទៅនេះតែស្រីនេះកញ្ញាអរគុណដល់លោកអ្នកដែលទស្សនាកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់អរគុណបងចាអរគុណដល់ការផ្ដល់សេវាកម្មដល់នេះខ្ញុំនិងបងតោពី Mr. Man និងអរគុណដល់ខ្លាកលក់ស្បែកជើងនៅ Eon Mall